Well, chúng tôi dành bây giờ chỉ nét đầm nàng ri mình đôi prey vềហើយក៏ជាប្រធានគណៈកម្មការទី7នៃរដ្ឋសភាទទួលបន្ទុកវិស័យអប់រំយុវជននិងកីឡាធម្មការសាសនាវប្បធម៌និងទេសចរហើយមកពីគណៈបក្សសង្គ្រោះជាតិក៏តែថ្ងៃនេះខ្ញុំព្យាយាមនិយាយក្នុងន័យជាប្រជាពលរដ្ឋដោយបងប្អូនមួយរូបដើម្បីធ្វើការពិគ្រោះយោបល់គ្នាពីទស្សនៈនិងគំនិតយោបល់ដែលយល់ឃើញថាតើជាអ្នកតំណាងរាស្ត្រឬក៏ជាអ្នកតំណាងបកដោយសារយើងជាជនជាតិខ្មែររស់នៅប្រទេសកម្ពុជាការធ្វើនយោបាយត្រូវការសិក្សាស្វែងយល់មួយចំនួនពីប្រទេសរបស់យើងផ្ទាល់តែម្ដងប្រទេសយើងឆ្លងកាត់សង្គ្រាមលោកលើកទី2យើងក៏បានឆ្លងកាត់ឆ្នាំ1946យើងចាប់ផ្ដើមមានរដ្ឋធម្មនុញ្ញលើកទី1នៃប្រជាណាចក្រកម្ពុជាមានការចាប់ផ្ដើមបោះឆ្នោតជាឯកតនាមពាក្យថាជាឯកតនាមយើងអាចឈានចូលដល់ប្រធានបទបន្តិចជាឯកតនាមក៏តែជាឯកតនាមក្នុងបកមិនមែនជាឯកតនាមមើលស្វ័យរិនទៅឈរឈ្មោះដោយគ្មានបកទេដូច្នេះយើងចាប់ផ្ដើមមកយល់ថាស្អីទៅថាឯកតនាមស្អីទៅជាបញ្ជីស្អីទៅជាសមាមាត្រយើងចាប់ផ្ដើមបោះឆ្នោតនៅឆ្នាំ1946 1947 1151បោះឆ្នោតជាឯកតនាម1955ចាប់ផ្ដើមគណៈបកប្រជាធិបតេយ្យលាយអស់ទៅនៅសល់បកតែមួយហៅថាបកសង្គមរាស្ត្រនិយមជាឯកតនាមដែរក៏ប៉ុន្តែជាឯកបកវាលែងទៅជាពហុបកចាប់ពីឆ្នាំ1955មកចូលដល់17មេដល់18មីនា70មានការធ្វើរដ្ឋប្រហារតបមកប្រែคลายថ្ងៃទី9តុលា1970ប្រកាសប្រទេសកម្ពុជាឲ្យទៅជាសាធារណរដ្ឋខ្មែរ1972បោះឆ្នោតរើសតំណាងរាស្ត្រមាន126អាសនៈបោះឆ្នោតជាឯកតនាមដំបូងមានបកបំរុងចូលរួមច្រើនដែរក៏ប៉ុន្តែគេដកថយទៅអស់ទៅនៅសល់បកតែមួយជាឯកបកជាឯកតនាមនៅឆ្នាំ1972សម័យសាធារណរដ្ឋ17មេសា75កម្ពុជាជាប្រជាធិបតេយ្យគេក៏មានបោះឆ្នោតដែរ250អាសនៈ150តំណាងឲ្យកម្មករពលករ50តំណាងឲ្យកសិករហើយ50តំណាងឲ្យយុវជនតំណាងឲ្យកងកម្លាំងប្រដាប់អាវុធកងកម្លាំងបដិវត្តចំនួននេះគេប្រើឈ្មោះអញ្ចឹងបូកសរុបមានចំនួន250នាក់តំណាងរាស្ត្រសម័យខ្មែរក្រហម7មករា79គេក៏មានតំណាងរាស្ត្រដែរម្នាក់សើអួតអាងគ្រប់គ្នាប្រជាធិបតេយ្យហើយមានតំណាងរាស្ត្រដូចគ្នាគេមានជាតំណាងរាស្ត្រជាបញ្ជីបោះឆ្នោតហោហែចឹងមករហូតដល់$23.91យើងចាប់ផ្ដើមឮសូរពាក្យ$23.91ស្ថិតសញ្ញាទីក្រុងប៉ារីចាប់ផ្ដើមឲ្យមានការរៀបចំបោះឆ្នោតក្រោមការជួយឧបត្ថម្ភពីអង្គការសហប្រជាជាតិចំនួននោះយើងហៅថាអ៊ុនតាក់ដែលមកជួយរៀបចំបោះឆ្នោតនៅប្រទេសកម្ពុជាបោះឆ្នោតនៅចុងខែ5ឆ្នាំ1993បង្កើតជាសភាធម្មនុញ្ញអនុម័តរដ្ឋធម្មនុញ្ញប្រកាសឲ្យប្រើ24កញ្ញា1993คล้ายទៅជារដ្ឋសភាជាតិចាប់ពីពេលនោះមកមានទង់ជាតិដោយប្រជាណាចក្រកម្ពុជាទី1មានភ្លេងជាតិដូចពីមុនមកបងប្អូនបានសិក្សាអាចយល់ដឹងបានបោះឆ្នោតពេលនោះគឺបោះឆ្នោតជាសមាមាត្រតាមបញ្ជីក៏ប៉ុន្តែរូបមន្តបែងចែកអាសនៈគេឲ្យឈ្មោះថាសំណល់ខ្ពស់ដល់ពេលមានព្រឹត្តិការណ៍5-6កក្កដា1997មានការដូររូបមន្តដូរថ្ងៃខែបោះឆ្នោតពីខែ5ឲ្យទៅបោះឆ្នោតនៅចុងខែ7ដូររូបមន្តពីការបែងចែកអាសនៈសំណល់ខ្ពស់ឲ្យទៅជាមធ្យមភាគខ្ពស់បងប្អូនសិក្សាខាងគណិតវិទ្យាអាចយល់បានយ៉ាងលឿនជាទីបំផុតមធ្យមភាគខ្ពស់គឺក្នុងន័យផ្ដល់អត្ថភាពឲ្យទៅគណៈបកធំចំណេញអាសនៈដោយងាយបើប្រៀបធៀបទៅរូបមន្តសំណល់ខ្ពស់ច្បាប់នេះបានអនុវត្តហោហែរហូតមកដល់ពេលបច្ចុប្បន្នគឺនៅតែអនុវត្តរូបមន្តនឹងដដែលគឺបោះឆ្នោតជាសមាមាត្រតាមបញ្ជីហើយរូបមន្តបែងចែកអាសនៈគឺមធ្យមភាពខ្ពស់រហូតមកដល់ពេលបច្ចុប្បន្នដូច្នេះការបោះឆ្នោតនៅប្រទេសយើងចង់បានប្រជាធិបតេយ្យហោហែមកហើយមានការរៀបចំធ្វើរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី2ភ្លាមមានការបោះឆ្នោតរើសតំណាងរាស្ត្រមានការប្រជុំរៀបចំហើយការងារប្រទេសជាហោហែនេះបើសិនណាយើងសិក្សាពីប្រវត្តិប្រទេសយើងផ្នែកខាងរឿងបោះឆ្នោតដោយសារប្រធានបទថ្ងៃនឹងតាក់ទងទៅរឿងសភាខ្ញុំចង់ជម្រាបជូនទៅរឿងសភាខ្ញុំមិនបានខ្ញុំអាចជម្រាបជូនបានបើសិនណាមានចម្ងល់សំណួរពាក់ព័ន្ធពីរឿងខ្មែរយើងមិញយួនយើងមិញខ្មែរក្រហមយួនយើងកុងអីខ្ញុំជម្រាបជូនបាន
tại cả riệp trong về hồ hai việc mấy class hai bàn bát chiết lẹ mà lao sập ngày nắng ta mà bị mùi hai đây class hiện ai bị phía xa cái bàn bà sân này hiện miền tây cái vấn đề đại saประเทศ bát quạt cầm nát ởประเทศ bátนี้ยมชี้ยิ้มทัดในขนมประเทศ bát คล้ายจะเจงพอดเตอร์เจงมันออกสายเรือนโดยเฉพาะสมมติว่าถ้าตาตัวนาทีสมาชิกสภาเชียดเนี่ยดำนาเรียหรือมวยก็จะเนี่ยดำนาปะจำพวกย้อมจำลายอย่างฉบับจะตีผมพัดคือจะเนี่ยดำนาเรียนึ่งจะเนี่ยดำนาปะมูลเหตุไอ้กตาเนียมคือปะจัดตั้งเอาตัวโชว์จมูกสดับเนี่ยฉบับให้ตัวคือเมียนปะนกความโปรพิกรอยโอนศักดิ์ศาสตร์สวรรค์ยุลโอนอัดดังมันเพลียมประเทศนาขดายบรรจุนชมูไอ้กตาเนียมเอาตัวโชว์รุ่มบัชนาคือการประกวดไปเจงโดยตัวระเบียงประกวดก้อนนั้นประกวดคอก็ปันท้ายประกวดก้อนนั้นเจงปีปะมวยประกวดคอเจงปีปะมวยโดยเฉพาะเชียนเนี่ยดำนางปะได้ตัวโชว์ชมูจีไอ้กตาเนียมกรอนตะเกียนเยธาตาการบัชนานู้โยตามรูปมวลไหนโยตามนิตวิธีนาได้เกี่ยวเอาชมูท่านิตวิธีไอ้กตาเนียมก็ปันท้ายนู้แต่เมียนปะเจเนกนิตวิธีมวยเตียดได้ยังปลาปัจจุบันคือบัตตาบัญชีชมูในขนมบัญชีแต่นายน้อมเอาไปจีบรัฐสกอลในเรือบัญชีกับปัจจัยเก็บบอกเอาบัญชีระบบปะเพียรทำบัญชีหรือการเช็คกรมบานในตัวแต่เมียนบุกลบานในทางขนมบัญชีนั้นเมียนไปกระชนดับมวยเนี่ยในพรีเวทโดยเฉพาะที่จับดำดัชมัวตีมวยเราได้ที่ดับมวยไปหาไปกระชนเป็นสิทธิ์มันเมนจะไอ้กระตาเนียมเท่กับปัจจัยชีบัญชีขนมเนียมปะมวยtiếp chỉ ai cái tạ niệm nông niệm bạ mùi miền cái này bị sai khác bây giờ ai cái tạ niệm nấn bậc cô pi nấn bậc cô con kho nông bạ từ mùi nấn chluộc này tận đám kia từ chôn nó cái lại nóng cái nạp bạ co sầm lại thà oi bậc cô co chô bậc cô kho cái thà quất sóc chất quất từ chô đây quất miên sệt từ chôก็เป็นแต่ปะมันความตัวไปกิจวนบุกโกลคอเต้ก็คล้ายคล้วนตัวจะไปกิจวนไอ้กระตะนิ่มโดยขมิ้นปะนั่งเมียนนั่งระเบียบได้ช่วยชมุบัชนาจีเนดำนารีโดยเช่นยังไงยูโรคเนบ้านอ่ะเวียซอลแต่กะในมวยเริ่มมาปวนเต้หรือก็มวยเริ่มมาเมินมาเลี้ยนแต่ในซอลถ้าไอ้กระตะนิ่มได้ขมิ้นปะกล่าวไปนู้คือไอ้กระตะนิ่มให้ปะนู้ไปกล่าวจีเนดังจังเต้ากล่าวไปจอบชนะโจลตะขนงสเพียตามประเทศคลาเกี่ยรีบจอมมอยประกาศฉีกครมกันนักปะนโยบายนูขนงสเพียที่ห้องในประเทศละมองเกี่ยกำนัดท่าคณะปะน้าได้ตัวบานอาสนะจับปีปรามเพรอยหลังเต้าไอ้ประกาศฉีกครมกันนักปะนโยบายนูขนงรัฐสเพียโดยเฉพาะปะมวยได้บานปรามเพรอยเปรียบเทียบหนึ่งจำนวนอาสนะขนงรัฐสเพียโดยเฉพาะการประกาศตัวฉีกครมปะมวยนูขนงรัฐสเพียลำนางปะบักวัดกรมเซนเทียดเรียบจำจังเตอร์โดยตัวบ้านทวิกาปีรัฐช่วยสำหรับบำราการเงินของรัฐสเปียโดยเฉพาะจำเลยระบาดขยมคือเชียนเนี่ยดำนางเรียนึ่งเชียนเนี่ยดำนางปะเหตุไอ้บรรทาเชียนเนี่ยดำนางเรียยืมเนี่ยบางสมัยดับเรียนเนี่ยยืมมันอาจจะดับเรียนเนี่ยต้องคุยขนมสเปียการตรากมาเพย์ใบเนี่ยต้องคุยขนมสเปียเชียนดำนางระบาดกว่าแต่กว่าระบาดชนะเอาต้องคุยขนมสเปียบยังศึกษาปีปจีตปไตยจำนวนสุกราชจำนวนเกรกต่างใบปอนชนามนก็ยังไงดังบ้านศึกษาปีทอมเมียตปไตยเปรียสมาสัมปทเปรียบรมครูยังของการรีบจอมการกรุบกรองดักนองการยังอยู่บ้านแต่ไว้ตัวจะไอกตะเนียมไว้ตัวจะบัญชีไว้ตัวจะสมามาไว้ตัวจะเนะดำนางระบบกรมดำนางบักปะระเบียบอย่างนั้นในขนมสพีปัจจุบันยังในเยปีสพีในประเทศเยอำนาจนิติปฏิบัติมีประมาณกระทรวงเกี่ยวกับการรีบจำคณะกรรมการดำไปประมวลประดมกระทรวงมาจำนวนเอาคณะกรรมการมวยตัวบรรทุกบ้านในท้าเราเมียนคณะกรรมการได้ตัวบรรทุกครบกระทรวงทั้งอ๋อได้เมียนในขนมรีรัฐพิบาลอำนาจนิติปฏิบัติปีปลุกตัวนาทีระบเนี่ยดำนาเรียกกล่าวปีอนุมัติฉบับวิสาหกรรมฉบับต่างประมาณคือเมียนตัวนาทีมือเตี้ยตามด้านคลอมเมลการอนุวัตโกลโยบายอนุวัตฉบับระบบรีรัฐพิบาลโดยเฉพาะบานเมียนคณะกรรมการดอบในขนมรัฐสเพียคณะกรรมการที่มวยตัวบรรทุกในการสืบมนุษย์ในการคณะกรรมการที่ปีในการคณะกรรมการที่ใบในการเฉดาบ้านในท่ากระทรวงได้เมียนในคณะรัฐพิบาลเตียงมาเพย์ผมเปิล
ត្រូវឲ្យមានឈ្មោះទាំងអស់នៅក្នុងគណៈកម្មការទាំង10របស់រដ្ឋសភាចឹងហើយបានខ្ញុំទទួលបន្ទុកនៅក្នុងគណៈកម្មការទី7ទទួលបន្ទុក4ក្រសួងដែលត្រូវធ្វើកិច្ចការនោះតាមដានឃ្លាំមើលគឺក្រសួងអប់រំយុវជននិងកីឡាជាមួយនឹងអាយដាមហងជួននរ៉ាន់ផ្នែកខាងសាសនានិងធម្មការជាមួយអាយដាមមិនខិនផ្នែកខាងវប្បធម៌និងវិចិត្រសិល្បៈជាមួយនឹងលោកជំទាវភឿងសក្កណាផ្នែកខាងទេសចរជាមួយអាយដាមថងខុនដូច្នេះគណៈកម្មការទី7មានតួនាទីភារកិច្ចឃ្លាំមើលការអនុវត្តគោលនយោបាយការអនុវត្តច្បាប់របស់ក្រសួងទាំង4ហើយគណៈកម្មការផ្សេងៗទៀតខ្ញុំមិនបាច់រៀបរាប់ជូនទេពីព្រោះទាំងអស់មាន10បានន័យថាទាំង27ក្រសួងនៅរាជរដ្ឋាភិបាលត្រូវមានឈ្មោះទាំងអស់នៅក្នុងរដ្ឋសភាដែលត្រូវធ្វើការតាមដាននេះជាតួនាទីនិងភារកិច្ចរបស់សមាជិកសភាខ្ញុំបានដឹងខ្លះមានមតិយោបល់ខ្វែងគ្នាថាបច្ចុប្បន្នមិនមែនជាអ្នកតំណាងរាស្ត្រទេតែជាអ្នកតំណាងបកពីព្រោះបើសិនណាបកបដិញ្ញចេញបានន័យថាត្រូវបាត់បង់តួនាទីពីអ្នកតំណាងរាស្ត្រពីសភាទាំងអស់នោះជានីតិវិធីនៃការចាត់ចែងចងក្រងនៃការរៀបចំនៃការប្រព្រឹត្តទៅរបស់គណៈបកនយោបាយឬក៏របស់សមាជិកសភាដែលគេរៀបចំនៅប្រទេសគេដែលគេប្រើវិធីឯកតនាមនៅពេលគេបដិញ្ញចេញពីបកមានករណីហ្នឹងដែរគាត់អាចនៅជាតំណាងរាស្ត្រក៏ប៉ុន្តែបើសិនណាគេចង់ធ្វើវិសោធនកម្មឲ្យគាត់ចេញពីតំណាងរាស្ត្រទៅទៀតគេក៏អាចធ្វើច្បាប់នឹងឲ្យចេញពីតំណាងរាស្ត្រទៅទៀតដូចគ្នាគ្រាន់តែពេលដែលគាត់នៅជាឯកតនាមជាបុគ្គលហើយអត់មានបកនៅពីខាងក្រោយមិនមានសិទ្ធិចូលក្នុងក្រុមគណៈបកនយោបាយទេហើយមិនមានសិទ្ធិចូលរួមក្នុងការពិភាក្សាជាមួយនឹងក្រុមគណៈបកនយោបាយដែលមានអាសនៈនៅសភាជុំវិញកិច្ចការផ្សេងទៀតគ្រាន់តែមានតែឈ្មោះថាជាអ្នកតំណាងរាស្ត្រជាបុគ្គលអង្គុយមួយដល់ឡែកគ្មានសិទ្ធិចូលរួមនៅក្នុងគណៈកម្មការជាមួយគេទេនឹងអ្វីដែលខ្ញុំចង់ជម្រាបជូនដោយសង្ខេបហើយពីទស្សនៈនិងពីអ្វីដែលខ្ញុំយល់ឃើញថាតួនាទីសមាជិកសភាតើជាអ្នកតំណាងរាស្ត្រឬក៏ជាអ្នកតំណាងបកចំពោះខ្ញុំជាអ្នកតំណាងរាស្ត្រផងនិងជាអ្នកតំណាងបកផងបាទខ្ញុំសូមសង្ខេបបញ្ចប់នឹងចា៎ខ្ញុំសូមឲ្យអារម្មណ៍បញ្ជាក់បន្ថែមបន្តិចជាទូទៅមតិដែលគេនិពន្ធថាគាត់មិនមែនជាតំណាងរាស្ត្រគាត់ជាតំណាងបកហ្នឹងគេចង់សម្ដៅថាគាត់ជាតំណាងរាស្ត្រក៏ប៉ុន្តែគាត់អត់ដែលសូវចុះជួបប្រជាពលរដ្ឋហើយប្រជាពលរដ្ឋមិនដែលស្គាល់គាត់ជាតំណាងនេះគឺជាអ្វីដែលប្រជាពលរដ្ឋគាត់តែនិពន្ធបើសិនជាមានតំណាងរាស្ត្រមួយចំនួនគឺគាត់ធ្វើជាប្រចាំនៅរៀងរាល់ចុងសប្តាហ៍ប៉ុន្តែតំណាងរាស្ត្រមួយចំនួនទៀតគឺគាត់បានធ្វើអាហ្នឹងប្រហែលជាគេសម្ដៅលើអាហ្នឹងទេខ្ញុំយល់ខុសពីនឹងទៅវិញពីព្រោះខ្ញុំគិតថាសំណួរឬមួយចម្ងល់ហ្នឹងមិនមែនរឿងសំដៅជាតំណាងរាស្ត្រឬជាតំណាងបកទេសំដៅទៅក្នុងន័យថាដោយសារបកបដិញ្ញចេញទៅបានคล้ายទៅជាតំណាងបកមិនមែនជាតំណាងបរិយាអាហ្នឹងសំណួរដែលបងសួរហ្នឹងណាក៏ប៉ុន្តែចំពោះអ្វីដែលបងលើកมันអាចថាជាករណីទូទៅបានទេពីព្រោះកិច្ចការរបស់អ្នកតំណាងរាស្ត្រដោយខ្ញុំជម្រាបជូនបាញ់មិញក្រៅពីការអនុម័តច្បាប់ការធ្វើកិច្ចការងារតាមដានឃ្លាំមើលការអនុវត្តគោលនយោបាយអនុវត្តច្បាប់កម្មវិធីនយោបាយបរិយារដ្ឋាភិបាលនោះជារឿងមួយទៀតហើយរឿងមួយទៀតគឺការចុះជួបជាមួយនឹងប្រជាពលរដ្ឋក្នុងនាមខ្លួនជាអ្នកតំណាងរបស់គាត់ចុះជួបដោយផ្ទាល់ទទួលពាក្យបណ្ដឹងស្ដាប់សំណួរចម្ងល់ទុកកង្វល់របស់ប្រជាពលរដ្ឋដើម្បីយកមកជជែកពិភាក្សាជាពិសេសដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យស៊ីជម្រៅពីកម្រិតជីវភាពរបស់គាត់ផងពីការរស់នៅរបស់គាត់ពីសង្គមថាពីសុខសន្តិភាពសុវត្ថិភាពរបស់គាត់ដើម្បីរៀបចំតាក់តែងជាច្បាប់ជាសេចក្តីស្នើច្បាប់ឬក៏ជាសេចក្តីព្រាងច្បាប់ដែលចេញពីខាងរាជរដ្ឋាភិបាលដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការរៀបចំសង្គមដូច្នេះតួនាទីរបស់អ្នកតំណាងរាស្ត្រដែលខ្ញុំរៀបរាប់នោះក្នុងករណីតំណាងរាស្ត្រខ្លះដែលមិនទៅជួបប្រជាពលរដ្ឋឬមួយក៏មិនបានទៅដោយផ្ទាល់យើងមិនអាចថាគាត់ជាមិនមែនជាតំណាងរាស្ត្រឬមួយមិនមែនជាតំណាងបកនោះជាករណីទង្វើរបស់បុគ្គលយើងមិនអាចនិយាយជាទូទៅថាដោយសារតែគាត់មិនចុះទៅជួបរាស្ត្រលេងហៅគាត់ថាជាអ្នកតំណាងរាស្ត្រហៅគាត់ថាជាអ្នកតំណាងបកមកចំពោះខ្ញុំអត់គិតចឹងទេពីព្រោះជាករណីមួយដោយឡែកពីគ្នាចាអាចមានជាមតិយោបល់ទេណាចូលរួមខ្ញុំមានសំណួរមួយងល់ដែលដល់ខ្ញុំចម្លើយរបស់ដល់លោកបានលើកឡើងថាតំណាងរដ្ឋសភាសភាសមាជិកសភារបស់យើងថ្ងៃនេះជាតំណាងពីផងជាតំណាងបកផងចម្ងល់របស់ខ្ញុំគឺចង់សួរទៅតែម្ដងចង់ឲ្យអារម្មណ៍មានជាបន្ថែមថាតើលក្ខណៈត្រង់ណាដែលបង្ហាញថាសមាជិកសភាទាំង123រូបនេះគឺជាតំណាងរាស្ត្រហើយបើជាតំណាងរាស្ត្រមែនតើជាបរិបទដែលជាម្ចាស់ហ្នឹងគាត់អាចដកដាក់តំណាងរបស់ខ្លួនហ្នឹងបានដោយរបៀបណា
នៅពេលណា អរគុណអ្វីដែលខ្ញុំអាចបញ្ជាក់ជូនបងបានថាតើគាត់ជាតំណាងរាស្ត្រដោយចូលលើមូលដ្ឋាននៃទី1គឺគាត់ជាអ្នកបោះឆ្នោតឲ្យតែម្ដងអ្វីត្បិតតែបោះឆ្នោតឲ្យជាបញ្ជីក៏ប៉ុន្តែជាបញ្ជីនេះគឺមានឈ្មោះមានរូបជាបុគ្គលដូច្នេះបងអាចសម័យថាជានីតិបុគ្គលជាក្រុមហ៊ុនមួយនៅក្នុងក្រុមហ៊ុនមួយមានរូបវ័ណ្ណបុគ្គលដូចគ្នាបេះបិទគណៈបកចាត់ទុកថាជានីតិបុគ្គលហើយនៅក្នុងនីតិបុគ្គលនោះគឺមានរូបវ័ណ្ណបុគ្គលរូបវ័ណ្ណបុគ្គលគឺជាអ្នកតំណាងរាស្ត្រតែម្ដងពេលដែលទៅចូលឈ្មោះពេលដែលទៅឃោសនាទៅបញ្យល់ពីគោលនយោបាយរបស់គណៈបករបស់ខ្លួនឲ្យប្រជារាស្ត្រស្ដាប់គឺចុះទៅដោយផ្ទាល់ហើយគាត់ជាអ្នកបោះដើម្បីរើសតំណាងរបស់គាត់គាត់អាចបោះឲ្យបុគ្គលកមកពីបកមួយបោះឲ្យបុគ្គលខមកពីបកមួយទៀតដោយសារឈ្មោះនឹងនៅលើបញ្ជីខុសគ្នាក៏តែគាត់ជាអ្នកជ្រើសរើសដូច្នេះហើយយើងអាចសន្និដ្ឋានបានថាគាត់ជាអ្នកតំណាងរាស្ត្រក៏ប៉ុន្តែទន្ទឹមជាមួយគ្នានោះគាត់ក៏ជាតំណាងបកដែរពីព្រោះមានផ្លាកសញ្ញារបស់គាត់ក្នុងនាមជាតំណាងបកណាមួយនឹងចំណុចទី1ដែលខ្ញុំចង់ជម្រាបជូនទៅបងចំណុចទី2ដែលបងលើកឡើងថាបោះដោយរាស្ត្រហើយតើពេលណាដែលរាស្ត្រមានអំណាចអាចដកទៅវិញបានទី1នៅពេលណាដែលអ្នកតំណាងរាស្ត្រជាប់ឆ្នោតហើយគណៈបកណាដែលមានអាសនៈច្រើនជាងគេត្រូវរៀបចំរាជរដ្ឋាភិបាលដើម្បីដឹកនាំរដ្ឋាភិបាលដូច្នេះយើងដឹងឮទាំងអស់គ្នាជាផ្លូវច្បាប់គាត់លើស 50% បូក1គាត់រៀបចំរាជរដ្ឋាភិបាលរៀបចំរាជរដ្ឋាភិបាលនៅក្នុងបទបញ្ជាផ្ទៃក្នុងក៏ដូចជារដ្ឋធម្មនុញ្ញរបស់យើងតំណាងរាស្ត្រ30រូបមានសិទ្ធិអញ្ជើញរដ្ឋមន្ត្រីឬក៏នាយករដ្ឋមន្ត្រីមកសួរដេញដោលឲ្យឆ្លើយបំភ្លឺនៅពេលសភាប្រជុំពេញអង្គហើយអ្នកតំណាងរាស្ត្រមានសិទ្ធិធ្វើញត្តិបន្ទោសបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋមន្ត្រីណាមួយឬក៏ពីនាយករដ្ឋមន្ត្រីតែម្ដងដូច្នេះដែលខ្ញុំឲ្យឈ្មោះហៅថានេះជាសិទ្ធិទី1ក្នុងនាមជាអ្នកតំណាងរាស្ត្រដើម្បីទម្លាក់អ្នកដែលជាប់ដោយរាស្ត្រហើយធ្វើការមិនបម្រើរាស្ត្រលក្ខណៈទី2ហៅថាគាត់មានអាណត្តិ5ឆ្នាំប្រទេសខ្លះអាណត្តិ4ឆ្នាំក៏ប៉ុន្តែយើងនិយាយប្រើពាក្យថាមួយអាណត្តិរបស់គាត់ពេលដែលគាត់មានមួយអាណត្តិរបស់គាត់ទៅបំពេញការងារទៅបំពេញការងារប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាម្ចាស់អំណាចជាម្ចាស់ប្រទេសគាត់ជាអ្នកបោះឆ្នោតឲ្យពេលហ្នឹងគាត់តាមដានមើលតើរាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយគោលនយោបាយដែលបានសន្យាជាមួយគាត់បានដល់កម្រិតណាប្រមាណភាគរយគាត់មិនពេញចិត្តបោះឆ្នោតលើក្រោយគាត់បោះឲ្យបកផ្សេងនោះក៏យើងអាចឲ្យឈ្មោះហៅថាទម្លាក់ដោយរាស្ត្រពីព្រោះគាត់លែងពេញចិត្តបុគ្គលនឹងបកនឹងដែលគាត់បោះឲ្យលើកមុនហើយអនុវត្តគោលនយោបាយមិនបានខ្ញុំបោះឲ្យអ្នកមួយផ្សេងទៀតពីព្រោះគេមានគោលនយោបាយល្អជាងប្រសើរជាងដូច្នេះអាហ្នឹងគេហៅថាទម្លាក់ដោយរាស្ត្រដូច្នេះ2ចំណុចដែលខ្ញុំសង្កេតឃើញហៅថាទម្លាក់ដោយរាស្ត្រតាមរយៈរដ្ឋសភាទម្លាក់ដោយរាស្ត្រតាមរយៈការបោះឆ្នោតនៅពេលដែលចាប់អាណត្តិការទម្លាក់ដោយរាស្ត្រមួយទៀតគេហៅថាកម្លាំងមហាជនពាក្យថាកម្លាំងមហាជនគាត់ជាម្ចាស់អំណាចគាត់ជាម្ចាស់ប្រទេសនៅពេលណាដែលមានអយុត្តិធម៌សង្គមខ្លាំងនៅពេលណាដែលមិនអនុវត្តគោលនយោបាយហើយមានប្រព័ន្ធយុត្តិធម៌មិនឯករាជ្យមិនយុត្តិធម៌រហូតដល់ប្រជាពលរដ្ឋអស់ជំនឿទុកចិត្តមែនទែនទៅលើប្រព័ន្ធយុត្តិធម៌គាត់រៀបចំហៅថាប្រព័ន្ធយុត្តិធម៌ផ្លូវថ្នល់ចាប់ផ្ដើមមានអស្ថិរភាពសង្គមអសន្តិសុខសង្គមអយុត្តិធម៌សង្គមខ្លាំងពេលនឹងកម្លាំងមហាជនអាចងើបបះបោរទម្លាក់ដោយរាស្ត្រដែរពីព្រោះគាត់ជាម្ចាស់អំណាចហើយគាត់ជាម្ចាស់ប្រទេសគាត់ថាគាត់លែងត្រូវការរាជរដ្ឋាភិបាលដែលគាត់បោះឆ្នោតឲ្យដល់ដំណាក់កាលមួយគាត់លែងទទួលយកបានហើយពីព្រោះខុសនីមួយហើយมันបានដោះស្រាយបញ្ហានីមួយហើយចំទាំងអស់ហ្នឹងដែលគេឲ្យឈ្មោះថាទម្លាក់ដោយកម្លាំងមហាជនហើយមានឧទាហរណ៍ច្រើនណាឧទាហរណ៍នៅស៊ូហាតូនៅឥណ្ឌូនេស៊ីឧទាហរណ៍ម៉ាកូសនៅហ្វីលីពីនឧទាហរណ៍បេនណាលីនៅទូនីស៊ីឧទាហរណ៍ខាដាហ្វីនៅលីប៊ីដូច្នេះយើងអាចឃើញថាកម្លាំងមហាជនគាត់អាចទម្លាក់បានទាំងអស់នេះដែលខ្ញុំឲ្យឈ្មោះថាទាំង3ចំណុចដែលបោះដោយរាស្ត្រហើយទម្លាក់ដោយរាស្ត្រខ្ញុំចាប់មើលសិនជាតើតើវិការវិបរដ្ឋគាត់ធ្វើបាតកម្មច្រើនក្នុងគណៈបក្សសង្គ្រោះជាតិដើម្បីរំលាយពីរដ្ឋព្រៃហ៊ុនសែនហើយមិនគាត់អាចទម្លាក់បានបើសិនជាយើងចូលដល់រឿងការទី3ក្នុងការទម្លាក់រដ្ឋតំណាងរាជហើយពេលនោះបងត្រូវសិក្សាទៅមួយទៀតត្រូវសិក្សាមើលពាក្យថាការចង់ឲ្យមានការផ្លាស់ប្ដូរទម្លាក់ដោយកម្លាំងមហាជនដែលខ្ញុំប្រើពាក្យមិញចំណុចទី3ណាទម្លាក់ដោយកម្លាំងមហាជនគេត្រូវការសិក្សាគិតគូរតើប្រជាពលរដ្ឋចូលរួមដល់កម្រិតណា
ពិតប្រកបច្បាស់លាស់ហើយនៅកម្លាំងដែលធ្វើឲ្យមានការផ្លាស់ប្ដូរបានគឺកម្លាំងយុវជនកម្លាំងមន្ត្រីរាជការកម្លាំងពីរហ្នឹងដែលគេសង្កេតមើលបើសិនណាប្រព័ន្ធតុលាការរបស់យើងបើសិនណាបរិយាអាជ្ញានៅតែសញ្ញេហើយចាំតែឲ្យចាប់នរណាស្រេចចិត្តតាមការបញ្ជាបានន័យថាមិនទាន់មានការចូលរួមពីប្រព័ន្ធយុតិធធពីមន្ត្រីរាជការមន្ត្រីរាជការមួយចំនួនលោកមកសិតប្រាប់ថាចង់ឲ្យមានការផ្លាស់ប្ដូរចង់ប៉ុន្តែចេញមកធ្វើមួយគ្នាខ្ញុំអត់ហ៊ានទេពីព្រោះខ្ញុំខ្លាចបាត់តំណែងទាំងអស់នោះជាចំណុចទី1ចំណុចទី2កម្លាំងយុវជនមានក៏ប៉ុន្តែដែលខ្ញុំប្រើពាក្យកម្លាំងយុវជនខ្ញុំសំដៅទៅលើកម្លាំងនិស្សិតនៅសាកលវិទ្យាល័យមហាវិទ្យាល័យនិងសិស្សនៅវិទ្យាល័យមាននាយកសាលាវិទ្យាល័យចំនួនប្រមាណសិស្សវិទ្យាល័យណាដែលហ៊ានប្រកាសថាមកចូលរួមចង់មានការផ្លាស់ប្ដូរមាននិស្សិតនៅសាកលវិទ្យាល័យណាមាននាយកវិទ្យាធិការណាដែលប្រកាសថាបិទសាលាដើម្បីចូលរួមចំណែកឲ្យទៅជាកម្លាំងមហាជនកម្លាំងសិស្សនិស្សិតចូលរួមដើម្បីឲ្យមានការផ្លាស់ប្ដូរសូនដូច្នេះកម្លាំងអត់គ្រប់ទេបងកម្លាំងអត់ទាន់មានគ្រប់ទេកម្លាំងវាអត់គ្រប់ឬក៏យើងអត់មានយន្តការអីក្នុងការដកដាក់ដំណើររាជហ្នឹងបងមានយល់ថាពាក្យថាតំណាងរាជមានន័យថារាជជាម្ចាស់រាជជាម្ចាស់អញ្ចឹងរាជមានសិទ្ធិដកដាក់តំណែងរបស់ខ្លួនហ្នឹងទើបយើងអាចចាត់ទុកថារាជជាម្ចាស់បានដូចជាខ្ញុំជាម្ចាស់ទូរស័ព្ទមួយនេះខ្ញុំមានសិទ្ធិប្រើប្រាស់វាក៏បានខ្ញុំមានសិទ្ធិឲ្យវិសេក៏បានខ្ញុំមានសិទ្ធិលក់ក៏បានខ្ញុំមានសិទ្ធិប្រចាំក៏បានពេលណាអាត្មាណាក៏បានដែរព្រោះខ្ញុំជាម្ចាស់ប៉ុន្តែតកតងជាមួយនឹងតំណាងរាជដែលយើងហៅទៅថាតំណាងរាជបច្ចុប្បន្នរាល់ថ្ងៃដែលមានក្នុងរដ្ឋាភិបាលហ្នឹងយើងអត់ឃើញថាប្រជាពលរដ្ឋគាត់អាចដកដាក់តំណាងរបស់ខ្លួននឹងបាននៅពេលដែលតំណាងរបស់ខ្លួនធ្វើខុសគឺទៅវិញតតែបាក់ព្រោះអីព្រោះគាត់បោះតាមរយៈចូលតាមរយៈបាក់បើសិនថាគាត់បោះឆ្នោតតាមរយៈដែលមានបញ្ជីឈ្មោះគណៈបកឲ្យមានរូបថតរបស់បេក្ខជនមកហ្នឹងមានតែយើងបោះទៅជាប់តែគាត់ទាំងអស់ប្រជាពលរដ្ឋដែលគាត់ម្នាក់បោះគឺគាត់ស្គាល់តំណាងរបស់គាត់ហើយយើងរាល់ថ្ងៃយើងមានប្រជាពលរដ្ឋនៅក្នុងមណ្ឌលមួយមានបានស្គាល់តំណាងរាជថាតំណាងរាជរបស់គាត់ពីណាបោះឲ្យតែបាក់ហ្នឹងដល់ពេលចង់បញ្ចប់ចាត់តំណាងរាជចេញមកមិនដឹងថាអ្នកណាជាអ្នកណាអូខេក៏ប៉ុន្តែអាហ្នឹងហៅថាសិលឹកឆ្នោតបងគេសង្ខេបសិលឹកឆ្នោតក៏ប៉ុន្តែបញ្ជីគណៈបកនយោបាយគេមានឈ្មោះទៅបងមានរូបថតគេបិទគេដើរផ្សព្វផ្សាយទៅដឹងតើពីព្រោះឧបមាថាបកសង្គ្រោះជាតិឬមួយក៏បកប្រជាជនគេអាចដាក់រូបថតក៏បានបេក្ខជនបញ្ជីហ្នឹងយកទៅផ្សព្វផ្សាយឲ្យប្រជារាស្ត្រស្គាល់តើវាសិទ្ធិរបស់គណៈបកនយោបាយនីមួយៗដើម្បីយកទៅអនុវត្តធ្វើអ្វីដែលបងលើកមិញអ្នកតំណាងរាស្ត្រវាមិនមែនទូរស័ព្ទហេតុអីបានខ្ញុំថាអញ្ចឹងឥឡូវខ្ញុំសួរបងត្រឡប់ទៅវិញបើសិនណាបងចង់ឲ្យមានការទម្លាក់ដោយរាជអញ្ចឹងបានន័យថាបើរាជពេញចិត្តនាំគ្នាបោះឆ្នោតទម្លាក់រយៈពេល6ខែក្រោយមកមួយឆ្នាំក្រោយមកហើយនាំគ្នារាជបោះឆ្នោតម្ដងទៀតដើម្បីទម្លាក់តំណាងរាជនឹងដូច្នេះមួយថ្ងៃគិតទៅពីបោះឆ្នោតតែម្ដងចង់សួរអាដាមត្រឡប់ទៅវិញថាតើហេតុផលអីដែលរាជត្រូវចាំបាច់ទម្លាក់ភូមិឋានតំណាងនេះប្រើល្អហើយហើយតំណាងរាជនោះក៏ល្អយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាជនទូរស័ព្ទអាចយ៉ាងខ្ញុំចង់សួរអាដាមត្រឡប់វិញថាតើប្រជាពលរដ្ឋគាត់កើតជំងឺអីដែលត្រូវដកដាក់តំណាងរាជនោះមិនគាត់មានយន្តការដកដាក់តំណាងរាជចាប់ដកដាក់អូបងនេះជាទ្រឹស្ដីនៅពេលណាដែលគ្មានច្បាប់គ្មានប្រព័ន្ធចងការពារទេខ្លាយទៅជាអនាធិបតេយ្យភ្លាមបងពាក្យថាប្រជាធិបតេយ្យត្រូវមានច្បាប់មាននីតិវិធីក្នុងការអនុវត្តគោរពច្បាស់លាស់បើសិនណាបងមិនចង់ឲ្យច្បាស់លាស់ទេវាខ្លាយទៅជាប្រជាធិបតេយ្យគៀងគរឧបមាថាបងតំណាងបកកអូនជាប់បកខអត់ជាប់ខ្ញុំទៅជាអ្នកគៀងគរដើម្បីបោះឆ្នោតឲ្យទម្លាក់បងវិញដូច្នេះហៅថាគ្មានប្រព័ន្ធគ្រប់គ្រងមួយវាខ្លាយទៅជាអនាធិបតេយ្យពេញរឹងតែម្ដងបានចេះតែអាចធ្វើបានងាយៗមកចុះរួមមកថាឥឡូវឧទាហរណ៍យើងនិយាយទៅថៃចុះថៃគេប្រើប្រព័ន្ធហ្នឹងដែរប្រជាពលរដ្ឋគេអាចបោះតំណាងតំណាងរបស់ខ្លួនអញ្ចឹងខ្ញុំចង់សួរថាហេតុអីបានជាបណ្ដាប្រទេសផ្សេងៗទៀតប្រជាពលរដ្ឋគេមិនបោះឆ្នោតតំណាងតំណាងរបស់គេផងមកថាមួយខែឬ2ខែដែលបោះឆ្នោតតំណាងតំណាងរបស់គេម្ដងពីរដងគេមិនគុំមិនគុំអញ្ចឹងហេតុអីបានជាអារម្មណ៍យល់ថាបញ្ហាតែប្រជាពលរដ្ឋខ្មែរឬក៏នៅក្នុងប្រទេសខ្មែរយើងត្រូវអត់ទេនៃការដកដាក់តំណាងនេះហ្នឹងមិនមែនជាប្រព័ន្ធមួយដែលយើងនឹកឃើញឬក៏យកមកនិយាយទៅនឹងស្រុកខ្មែរណាជាប្រព័ន្ធមួយដែលគេបានអនុវត្តទូទាំងពិភពលោករួចមកហើយហេតុអីបានអត់ទេបងថាទូទាំងពិភពលោកប្រទេសណាបងបាទប្រទេសណាច្បាស់គេធ្វើវាមិនប្រទេសថៃមិនប្រើប្រព័ន្ធចម្រុះគឺមានឈ្មោះគណៈគឺមានឈ្មោះគណៈឈប់បងយើងនិយាយពីរឿងទម្លាក់ដោយរាជសិនបងនិយាយពីទម្លាក់ដោយរាជយើងនិយាយទម្លាក់ដោយរាជប្រព័ន្ធបោះឆ្នោតមានប្រព័ន្ធឯកតនាមប្រព័ន្ធសមាមាត្រប្រព័ន្ធចម្រុះមិនចឹងប្រព័ន្ធចម្រុះបានន័យថាមានឯកតនាមហើយមានសមាមាត្រដល់ពីក្រោយផ្សំចូលគ្នាមិនចឹង
anh ấy hao thay chia prop quan bỏ chăn nào cầm tay pôn cầm vô mà lì làm cho mùi rương tùm lẹ đời ria hay bỏ đời ria vì rương đạch để lại bị kia sala đạch thế đây văn thang áp đạch ta lỡ pôn áp phải vô prap nhưng mà mắt tha tùm lẹ đời ria nó thư bị mạch bà sana áp miên cho bắp chay nhưng trong ở đây nhưng trong gì đừng đứng không giấy mình nhìn đây tha nước không lẽ khăn bữa nay tiêu dưới ọt miên cho bắp chay thôi dương thử nắng nghi nhưng trong vậy tha dưới nhưng trong bỏ quan mùi tại nước không nó miên chay nước không cho bắp luôn thì sai khá dương dương ca thì mùi nó có khả năng phát sản toàn chẳng còn nước lái là dương ca mức gì ha có nào đây chia vào đó hay chúng mình đây chia vào đó mình lên nào một luôn nữa anh chắc được ra tay vào quan nó bị tay tay chỉ chụp bạn chắc ở đây trong vậy nó có khăn chụp bạn cáiแล้วกรอบคันฉบับยืนถึงเจนี่ประเด็นจะส่งไปมันติดติดแล้วนะส่งมาเชียร์ใส่โอนจังอนุญาตโดยเธอขนมระยะไปประมวยใครมาดองมาชนะมาดองปีท่าปลอบปวนคือเราก็มัดไปเรียนมวยฉบับหลอกคืออัพยี่เจ้าเราจังบ้านนี่บ้านนี้ถ้าตำนานเรียนนั่งโจเราเธอการประมวยใครเราจับประดามบอกชนะเราสไลด์ตุกจัดหรือดอกสไลด์ตุกจัดตำนานเรียนนั่งมาดองเตี้ยสั่นหรือมวยก็มาชนะหรือมวยก็ปีชนะโดยชนะวิคลายตัวเจริญบอกชนะเราไปแต่มาดองโอ้เพิ่มฉบับแกอัพยี่จังนี่ฉบับแกอัพยี่จังนี่เพิ่มเป็นแต่เนี่ยได้มันตอนมันนัดไอ้เดี๋ยวยืนรอไหมแล้วเราเป็นแต่บ้านนัดตัวจะดึงมือเซ็งเตี้ยแต่ต้องปัจจัยไม่จะไม่จะหมักดังเลยหรือนั่งปัจจัยหัวจังเดี๋ยวถ้าหรือหน้าเราเป็นจีบบ้านได้แบบนั้นเราเอาให้ดูได้โตของมือแกการนาตเซการนาคือศึกษาปีฉบับนะแกเอาชมทาฉบับสกอลสำหรับอนุวัตต่างออกนี้นกรอมฉบับต่างออกนี้โดยเฉพาะแกเราศึกษาสไฟยุลปีครุบจงโชยปีพัลวิบะในฉบับบัสนาใจเต้ามีปัญหาคลาอนุวัตเต้าวิปัสสนาเกคลาจังให้บันเกกำนัดตรำปรำชนะปฏิคลาตรำบุญชนะเกตุกกาให้พ้นบุญชนะเธอตำนานเรียบัสนาดักนอมรัฐวิบาลปะเดชเนี่ยนั้นเกโดยชมปเจใบจำนวนเกดอกโดยยัดบรรทุกโดยซากาบอสนอโดปะอันนั้นจะเรื่องมุดเสียงนะก็ปัญไตโนปฏินากระดอยมันตอนเมียนฉบับบอสนอดอกตำนานเรียเต้ตำเล็กตำนานเรียเต้พ้นបាទសូមអរគុណឯកឧត្តមដូចនេះសូមបង្វិលសំណួរទៅផ្សេងពីព្រោះមានគេច្រើនតែចង់សួរខ្ញុំសូមសួរមុនសុំទោសដូច្នេះសូមជម្រាបសួរឯកឧត្តមនិងជម្រាបសួរទាំងអស់គ្នាតើអ្វីដែលខ្ញុំបានស្ដាប់ឯកឧត្តមមានប្រសាសន៍ខាងលើតែតទៅជាមួយទុនទីរបស់សមាជិកសភាដែលយើងឃើញថាតំណាងបកផងនិងតំណាងរាស្ត្រផងអញ្ចឹងត្រង់ចំណុចឡើងហ្នឹងខ្ញុំច្របូកច្បោឧទាហរណ៍បើសិនខ្ញុំជាសភាជាសមាជិកសភាតែម្ដងខ្ញុំមិនអាចបែងចែកតួនាទីច្បាស់ថាខ្ញុំជាអ្នកណាដោយសារខ្ញុំមានតួនាទី12អញ្ចឹងបើតួនាទី12វាអាចសង្កត់ខ្ញុំម្នាក់ឯងមួយតំណាងរាស្ត្រផងមួយតំណាងបកផងបើសិនជាខ្ញុំធ្វើសម្រាប់រាស្ត្រវាអាចប៉ះពាល់ដល់បកឬក៏ធ្វើខាងបកវាអាចប៉ះពាល់ដល់រាស្ត្រវិញអញ្ចឹងខ្ញុំចង់ដឹងថាតួនាទីទាំងពីរនេះខ្ញុំអាចបែងចែកយ៉ាងម៉េចក្នុងពេលដែលខ្ញុំអង្គុយនៅក្នុងកៅអីសភាខ្ញុំអាចបែងចែកមួយណាដែលសំខាន់ជាងតួនាទីមួយណាai đón xong một chia sẻ xong vô sụp đua mà đón bấy vô sụp đuaបាទចឹងក៏បានដែរបាទល្អអរគុណតែគេđangสู้không nên chỉ cùng bao nhiêu mà trong ba cái mô công mát nhưng là theo cái này thì kia xí nhưng là control bây giờ chưa bao ai đóng tha chia được này biết có một bạn con đấy chia chỉ cả cặp con phương bao nhiêu một lò món đồng này nó đi nhưng mình chỉ thằng bạn này chỉ bạn nào tiếp đi qua đồng này bạn lò chia đồng này đi chính mình cho số ai đóng tha thái chia và sao bao ai đóng mình dẹp về ai đóng mình về buôn sang tiếp mình vui không sự kia đó thái ai đóng tha ai thêm mấy ai và sai từ xa la mình không can đồng này bạn buôn tha từ đồng này đi không can đồng này đi vừa lớn mà bạn nó quy định cho là lo người ta này chân ai nhưng mà chỉ bảo ai đâm hay đối tiếp trong số ai đâm tôi món ai đâm được không cạn đây để thay vì sai họ đúng 19 chứng qua riết qua công viên trường còn vào thì sai họ luôn này ai đâm ai nói bọn thì sao có ai đâm chết đấy thay ai đâm đồng mang riết lo chia đồng mang bạnឬក៏យ៉ាងម៉េចនៅក្នុងការដោះស្រាយវិស័យបញ្ហាលើវិស័យអប់រំហ្នឹងដែលអាយដាមខាងដំណើរទាំងពីរហ្នឹងជាបទពិសោធន៍ជាក់ស្ដែងរបស់អាយដាមក្នុងវិស័យអរគុណសូមម្នាក់ទៀតណាពួកអាយដាមតែដល់មើលថាសមាជិកក្នុងសភាជាមានទូនាទីជាតំណាងរាស្ត្រផងជាតំណាងបកផ
phong nâng mũi tiết trên đồng nắng bạc nâng mũi tiết trên đồng nắng thì ta với nâng mũi ná để oi cục chia được chiều hay và cái đó người tham mũi ná oi cục chia được chiều ta mình tôi được cả với đồng bay thọ thà ai đó người tha trên đồng nắng đi lại cũng món từ đó trên ta mình chừng ai đó mình tôi được cả với đồng bay tôi oi oi sủng đặt là với lại đó người tha lo អរគុណចំពោះសំណួររបស់បងប្អូនទាំង3តើគួរបែងចែកដោយម្ដេចជាទ្រឹស្ដីបងខ្ញុំមិនអាចកុហកបងប្អូនបានទេខ្ញុំជាអ្នកដំណើររាជមកពីបកសង្គ្រោះជាតិចង់ឲ្យខ្ញុំឆ្លើយតែខ្ញុំជាអ្នកតំណាងរាជខ្ញុំមិនមែនតំណាងបកសង្គ្រោះជាតិកុហកសុទ្ធបោះជាឯកតនាមក៏ដោយជាប្រព័ន្ធចម្រុះក៏ដោយចូលទៅក្នុងសភាតែងតែចេញពីបកហើយពាក្យថាបកមានន័យថាម៉េចតើមានគោលនយោបាយគោលជំហរបហៈបហែលគ្នាគោលបំណងរួមដូចគ្នាបានទៅនៅជាក្រុមជាបកដើម្បីចងក្រងទៅជាបកមួយដើម្បីរៀបចំការបោះឆ្នោតឲ្យឈ្នះដើម្បីទៅអនុវត្តគោលនយោបាយរបស់បកនោះប្រទេសណាក៏ដោយក៏អញ្ចឹងដែរអូនចង់ឲ្យទៅជាអ្នកតំណាងរាស្ត្ររបស់អ្នកតំណាងរាស្ត្រពិតខ្ញុំយល់បំណងខ្ញុំអាចនិយាយបានថាអញ្ចឹងបោះឯកតនាមទៅជាតំណាងរបស់រាស្ត្រពិតតែពីព្រោះទោះបីបកដកចេញទៅក៏ដេញចេញពីបកក៏គាត់មិនទាន់មានច្បាប់ណាមួយឲ្យចេញផុតពីតំណាងរាស្ត្រដែរក៏តែបើថ្ងៃណាមួយគេកែអាច្បាប់នឹងទៀតបើថាបើគ្មានបកទេត្រូវចេញពីនឹងទៅទៀតវាទៅដូចគ្នាច្បាប់នរណាអ្នកតែមនុស្សក៏ប៉ុន្តែជាទូទៅដែលខ្ញុំចង់និយាយថាបែងចែកឲ្យដាច់ពីគ្នាដោយម្ដេចនោះគឺយើងត្រូវបែងចែកហើយត្រូវបែងចែកក្នុងនាមទូនាទីជាអ្នកតំណាងរាស្ត្រសង្កេតតាមដានរាល់ការងារទាំងឡាយដែលយើងឡើងនិយាយក្នុងនាមជាអ្នកតំណាងរាស្ត្រមិនមែនជាក្នុងនាមជាបកទេទៅអង្គុយកៅក្នុងសភាក្នុងនាមជាអ្នកតំណាងរាស្ត្រក៏ប៉ុន្តែមានហៅថាអ្នកដែលគណៈបកដែលកាន់អំណាចគណៈបកដែលនៅក្រៅរដ្ឋាភិបាលបច្ចុប្បន្នកង្វះខាតដែលយើងនៅមានខ្ញុំទទួលស្គាល់កង្វះខាតដែលនៅមានគឺតំណាងរាស្ត្រខាងគណៈបកកាន់អំណាចទោះបីលោកមើលឃើញធ្វើខុសហើយក្តីគាត់មិនហ៊ានឡើងនិយាយក្នុងនាមជាអ្នកតំណាងរាស្ត្រនោះជាកង្វះខាតតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យជំរុញការងារនឹងឲ្យកាន់តែល្អប្រសើរឡើងគឺសំខាន់បំផុតត្រូវឲ្យអ្នកតំណាងរាស្ត្រនឹងស្គាល់ទូនាទីនិងភារកិច្ចរបស់ខ្លួនគឺជាអ្នកតំណាងរាស្ត្រពេលដែលបករបស់ខ្លួនធ្វើខុសត្រូវតែហ៊ាននិយាយត្រូវតែហ៊ានរិះគន់ក៏តែបច្ចុប្បន្នគាត់មិនហ៊ានទេពីព្រោះដោយបងធ្លាប់លើកតែបកដេញចេញទៅត្រូវចេញពីបាត់អស់ទូនាទីទៅទៀតនឹងច្បាប់តែចែងខ្ញុំឃើញមិនជានេះទេបងដែលអ្វីដែលខ្ញុំចង់លើកគឺស៊ីសងទៅលើការអនុវត្តរបស់អ្នកតំណាងបកនឹងក្តីតំណាងគណៈបកនឹងក្តីតំណាងរាស្ត្រនឹងក្តីដែលយល់ពីទូនាទីភារកិច្ចរបស់ខ្លួនហើយពីយល់ថាអ្វីទៅជាទូនាទីរបស់អ្នកតំណាងរាស្ត្រហើយមិនអនុញ្ញាតឲ្យដេញចេញគ្រាន់តែគេឡើងរិះគន់នៅទង្វើអាក្រក់របស់ខ្លួនទាំងអស់នេះគេត្រូវធ្វើការសិក្សាមួយទៀតត្រូវធ្វើការសិក្សាពីបរិបទសង្គមបរិបទប្រជាសាស្ត្រតើប្រជាពលរដ្ឋចំណេះដឹងនៃការយល់ដឹងរបស់គាត់របស់យើងឡើងដល់កម្រិតណាហើយគាត់អាចស្វែងយល់ដល់កម្រិតណាហើយបរិបទទាំងអស់នោះយើងត្រូវមើលបងអូនទី2សួរថាតំណាងបកល្អជាងតំណាងរាស្ត្រពីព្រោះតំណាងរាស្ត្រមិនល្អមិនបំពេញតួនាទីភារកិច្ចរបស់ខ្លួនវានៅជាប់តែគ្នាចំពោះខ្ញុំតួនាទីដែលត្រូវបំពេញឲ្យល្អជាទីបំផុតខ្ញុំឯកភាពជាមួយបងអូនដើរតួនាទីជាអ្នកតំណាងរាស្ត្រតំណាងប្រជាជាតិខ្មែរទាំងមូលដោយរដ្ឋធម្មនុញ្ញបានចែងមិនមែនដើរតួនាទីជាបកទៀតទេពេលដែលឃើញក្រសួងណាមួយធ្វើខុសទោះបីមកពីបកជាមួយគ្នាក៏ដោយត្រូវហ៊ានឡើងរិះគន់ស្ថាបនាដូច្នេះវាជាការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រក៏ដូចជាការទទួលខុសត្រូវរបស់គណៈបកនយោបាយដែរនៅពេលដែលគេក្រុមរបស់ខ្លួនសមាជិករបស់ខ្លួនឡើងរិះគន់ស្រាប់តែនៅក្នុងតំណាងរាស្ត្រស្រាប់តែហាមឃាត់មិនឲ្យគេរិះគន់ទៅវិញដូច្នេះវាជាការទទួលខុសត្រូវហៅថាចំណេះដឹងនឹងការទទួលខុសត្រូវបែបប្រជាធិបតេយ្យឲ្យឡើងទៅមកកម្រិតទៀតក្នុងការគ្រប់គ្រងគណៈបកនយោបាយបច្ចុប្បន្នយើងនៅមានកម្រិតណាកន្លែងហ្នឹងតើសូមបញ្ជាក់ថានោះជាតំណាងបកដែលថាតែគាត់មិនមែនជាតំណាងរាស្ត្រអត់ទេខ្ញុំអត់គិតចឹងទេពីព្រោះដូចឧទាហរណ៍បើខ្ញុំសូមឲ្យអាយបងឆ្លើយសំណួរសិនបានព្រោះសំណួរវាមាន2 3ឆ្លើយហើយសំណួរសុទ្ធតែតាក់ទងឲ្យធ្វើម៉េចដើម្បីជៀសផុតពីទំនាស់ផលប្រយោជន៍វាណារាអ្វីដែលប៉ះគាត់បានលើកឡើងគឺពាក់ព័ន្ធជាមួយនឹងសំណួរខាងដើមឲ្យគាត់ឆ្លើយឲ្យចប់សិនបាទហើយសូមស្ដាប់ឥឡូវដូចជាថាតំណាងរាស្ត្រអ្វីដែលខ្ញុំឡើងនិយាយនៅក្នុងរដ្ឋសភា
ខ្ញុំលើកជាការណៃខ្លួនផ្ទាល់ចឹងណាកុំឲ្យគិតថាខ្ញុំអត្តនោម័តអញនិយមបុគ្គលនិយមក៏មិនគិតថាពេលដែលយើងឡើងនិយាយក្នុងរដ្ឋសភាតើយើងនិយាយដើម្បីផលប្រយោជន៍ខ្លួនឯងឬក៏ផលប្រយោជន៍បកបើសិនណាស្មារតីផ្នែកគំនិតខ្មែរមានការទទួលខុសត្រូវច្បាស់ជាគិតថាដើម្បីផលប្រយោជន៍ជាតិក៏ប៉ុន្តែបើផ្នែកគំនិតត្រឹមបកប្រកាសជាវ័យបហាមកខ្ញុំថាគាត់នេះវាឡើងនិយាយដើម្បីគេចំណេញនយោបាយបកបានន័យថាផ្នែកគំនិតរបស់ប្រជាពលរដ្ឋយើងនៅមិនទាន់ដល់កម្រិតទេបងអ្វីដែលយើងឡើងនិយាយគឺដើម្បីជាតិក៏ប៉ុន្តែអ្វីដែលគេវ័យបហាមកថាវាគេចំណេញយកនយោបាយដើម្បីបកឲ្យស្មោះត្រង់មួយគ្នាក្នុងការគិតពីព្រោះផ្នែកគំនិតនឹងនៅមានដូច្នេះសួរថាតំណាងរាស្ត្រល្អឬមិនល្អនឹងខ្ញុំក៏ឆ្លើយជំរាបជូនបងយើងព្យាយាមបំពេញតួនាទីភារកិច្ចរបស់យើងសំណួរពាក់ព័ន្ធនឹងវិស័យអប់រំតើការអនុវត្តធ្វើដូចម្តេចឲ្យបានល្អក្នុងនាមជាអ្នកតំណាងរាស្ត្រនេះទាំងប្រមាណយើងកំពុងតែបំពេញតួនាទី4ខែចូលសភាទៅកាន់គណៈកម្មការទី7យករបាយការណ៍មកអានភ្លាម4ក្រសួងចាប់ផ្ដើមអានរបាយការណ៍ចំពេលរឹតបន្តឹងប្រឡងពេលគាត់ប្រកាសឲ្យប្រឡងលើកទី2ពេលនោះវាពាក់ព័ន្ធនឹងវិស័យអប់រំជំហានទី1សិក្សាពីរបាយការណ៍យកមកអានទាំងយប់ទាំងថ្ងៃបងជ្រាបស្រាប់ហើយរបាយការណ៍យកមកល្អឥតខ្ចោះពីព្រោះជារបាយការណ៍របស់ក្រសួងក្នុងនាមជាអ្នកតំណាងរាស្ត្រក្នុងនាមជាអ្នកទទួលខុសត្រូវគណៈកម្មការទី7ផ្នែកយុវជនផ្នែកខាងអប់រំយុវជននិងកីឡាអានរបាយការណ៍សិនបន្ទាប់មកទៀតមានបញ្ហារឿងប្រឡងដល់រឹតបន្តឹងភ្លាមជាប់បានជាង 20% ឥតមានប្រកាសប្រាប់មុនថាមានប្រឡងលើកទី2ទេធម្មតាប្រទេសណាក៏ដោយបើគេចាត់ថាមានប្រឡង2ដងគេប្រកាសប្រាប់សិស្សប្រាប់គ្រូឲ្យស្រេចថាមានប្រឡង2លើកស្រុកខ្មែរចម្លែកណាបងប្រឡងលើកទី1រឹតបន្តឹងយើងស្វាគមន៍គាំទ្រកំណែតម្រង់ក៏ប៉ុន្តែពាក្យថាកំណែតម្រង់មិនមែននៅអាកន្លែងប្រឡងហ្នឹងទេដើម្បីឡើងមកដល់អាកន្លែងថ្ងៃប្រឡងនេះទៅរៀននៅបឋមសិក្សានៅមធ្យមសិក្សាមុនមកដល់ថ្ងៃប្រឡងដល់ពេលមករឹតបន្តឹងឥឡូវនេះធ្លាក់ពាយដល់ពេលធ្លាក់ពាយប្រកាសប្រឡងលើកទី2បានន័យថាគ្មានផែនការជាក់លាក់ទេដល់ពេលហ្នឹងយើងអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីមកសួរគេអត់ឲ្យបងប្អូនចូលខ្ញុំព្យាយាមចង់ឲ្យបងប្អូនចូលស្ដាប់ដើម្បីកុំឲ្យគិតថាយើងគ្រាន់តែទៅជំនុំគ្នាលេងគ្រាន់តែទៅជជែកគ្នាលេងមិនមែនអញ្ចឹងទេយើងទៅសួរដេញដោលតើមានផែនការជាក់លាក់អត់មានសភៅសិក្សាគោលទេអត់ផែនការកំណែតម្រង់ប្រព័ន្ធអប់រំធ្វើវាម៉េចប្រាក់ខែគ្រូបរិញ្ញាបត្រវាម៉េចអធិការកិច្ចសិក្សាមានការអនុវត្តបំពេញការងារត្រឹមត្រូវពេញលេញហើយអត់សួរទាំងអស់ហ្នឹងហើយថតសម្លេងទាំងស្រុងកំណត់ហេតុទុកទាំងស្រុងពីព្រោះប្រជុំនៅរដ្ឋសភាថតសម្លេងទាំងស្រុងជំរាបជូនឯកឧត្តមរដ្ឋមន្ត្រីឲ្យដឹងមុនទៀតតិចថាចេះតែឆ្លើយដូច្នេះចម្លើយរបស់គាត់មាននៅក្នុងនឹងទាំងអស់គ្រាន់តែគេមិនឲ្យបញ្ចេញជំហានទីនេះហៅថាជំហានទី2ជំហានទី1អានរបាយការណ៍ជំហានទី2រដ្ឋមន្ត្រីមកឆ្លើយបំភ្លឺជំហានទី3ចុះទៅពិនិត្យជាក់ស្ដែងចុះទៅមើលជាក់ស្ដែងបងទៅមើលមន្ទីរអប់រំទៅមើលមន្ទីរវប្បធម៌អីជាដើមទៅដល់វិទ្យាល័យទៅដល់សាលាកន្លែងណាដែលគេអះអាងថាគេបរិញ្ញាបច្ចេកវិទ្យាមានកុំព្យូទ័រប្រមាណគ្រឿងបរិញ្ញាថ្នាក់ណារបាយការណ៍ល្អបើអានឡើងគេថាស្រុកខ្មែរសម្បើមណាបងក៏តែដល់ទៅការពិនិត្យជាក់ស្ដែងដែលគេឲ្យឈ្មោះថាបេសកកម្មដើម្បីចុះទៅមើលផ្ទាល់តែម្ដងកំណត់ហេតុដោយផ្ទាល់នៅទីកន្លែងនឹងជំហានទី3ចំណុចហ្នឹងហើយបានយកមកចងក្រងគ្នាធ្វើជាតារាងនៃការប្រៀបធៀបណាបងណាការប្រៀបធៀបបានណាចំណុចទី4កិច្ចការដែលខ្ញុំកំពុងតែធ្វើចូលដល់ជំហានទី4ពីព្រោះរបាយការណ៍អានហើយជួបរដ្ឋមន្ត្រីហើយចុះទៅពិនិត្យនៅខេត្តសៀមរាបហើយគ្រាន់តែជាខេត្តគោលបន្ទាប់មកទៀតដល់ចំណុចទី4គឺកំពុងតែចងក្រងឯកសារយកទាំង3ហ្នឹងធ្វើជាតារាងឲ្យគ្រាល់សេគ្នាឲ្យខ្វែងនេះទេដើម្បីរកកន្លែងណាកុហកកន្លែងណាពិតកន្លែងណាមិនពិតនៅពេលចំណុចហ្នឹងហើយបានយើងចេញជាអនុសាសន៍ថាលោកឯងនិយាយចំណុចនេះមិនទាន់ពិតមិនទាន់ត្រឹមត្រូវទេអត់មានទេនេះហើយកំណែតម្រង់លោកឯងថាចាប់ផ្ដើមធ្វើនៅឯណារហូតដល់ពេលបច្ចុប្បន្នអ្វីដែលខ្ញុំស្នើសុំពីក្រសួងអប់រំពីសភៅសិក្សាគោលពីគ្រប់មុខវិជ្ជាពីគ្រប់កម្រិតខ្ញុំអត់តាមបានទទួលផងប្រទេសណាក៏ដោយក៏គេមានសភៅសិក្សាគោលដែរបងប្រទេសណាក៏ដោយអធិការកិច្ចចូលទៅជិះឡានទៅចុះពីឡានចូលសាលាភ្លុកអង្គុយមើលគ្រូបរិញ្ញាមានគ្រូកសលអត់បរិញ្ញាតាមកម្មវិធីសភៅគោលទេអត់មកដល់ថ្ងៃហ្នឹងម៉ោងហ្នឹងទៅដល់ជិតចប់កម្មវិធីសិក្សាមែនទេអត់នឹងគេហៅអធិការកិច្ចសិក្សាសូនចេះបងហ្នឹងហើយប្រព័ន្ធអប់រំស្រុកយើងផងណាហើយខ្ញុំកំពុងតែរៀបចំធ្វើកិច្ចការហ្នឹង
ខ្ញុំនឹងរៀបចំមួយទៀតរៀបចំធ្វើសិក្ខាសាលាដោយគណៈកម្មការទី7ជាអ្នករៀបចំអញ្ជើញឲ្យដំហងជួនរ៉ុនមកធ្វើជាវាគ្មិនអញ្ជើញបងប្អូនសិស្សនិស្សិតអញ្ជើញអង្គការសង្គមស៊ីវិលចូលរួមសិក្ខាសាលានៅក្នុងរដ្ឋសភាមានចម្ងល់សួរអីសួរលោករដ្ឋមន្ត្រីឲ្យគាត់ឆ្លើយពីព្រោះពេលប្រជុំគណៈកម្មការគេឲ្យបងប្អូនចូលដូច្នេះសិក្ខាសាលាបងប្អូនអាចចូលសួរបានដូច្នេះនៅពេលបន្តិចទៀតសំណួរនៅសំទោសនៅមួយទៀតគាត់សួរស្តៀងតែគ្នាថាមួយណាល្អជាងមួយណាល្អជាងបងចែកមិនដាច់បងខ្ញុំវាចែកអត់ដាច់បងរាប់ប្រទេសណាមួយដែលបងហៅថាតំណាងរាស្ត្រគ្មានបកនឹងហៅឲ្យខ្ញុំស្ដាប់បងខ្ញុំរកវាអត់ទាន់ឃើញខ្ញុំសិក្សាស្រាវជ្រាវច្រើនប្រទេសរកអត់ឃើញវាអត់មានតំណាងរាស្ត្រណាអត់មានបកតាមពិតបើយើងគួរតែកន្លែងមើលថាទោះបីជាគេកាន់បបភូមិនេះក៏ដោយដូចជាសិង្ហបុរីប្រទេសចិនក៏ដោយក៏គេនៅតែមានច្បាប់ដែរអានឹងជា system មួយដែលគេសិតទៅបញ្ជាយើងដែរចឹងខ្ញុំសរុបឲ្យខ្លីមកគឺគ្រាន់តែជានីតិវិធីនៃការគ្រប់គ្រងកុំឲ្យវាคล้ายទៅជាអាណាធិបតេយ្យទេវាសំខាន់ទៅលើផ្នត់គំនិតនៃការទទួលខុសត្រូវនៃការវិវត្តរបស់មនុស្សក្នុងនាមជាអ្នកដឹកនាំក្នុងនាមជាអ្នកតំណាងរាស្ត្រក្នុងការទទួលខុសត្រូវដូច្នេះគេត្រូវការរៀបចំនីតិវិធីប្រព័ន្ធគ្រប់គ្រងគេមិនអាចបដោយឲ្យតទេដោយគ្មាននីតិវិធីនៃការគ្រប់គ្រងទេអានេះធម្មតាគ្រូសាមានន័យប្រទេសមានច្បាប់អានេះវាអរគុណខ្ញុំសូមសង្ខេបប៉ុណ្ណឹងចុះប៉ុណ្ណាសូមឲ្យគាត់អ្នករៀបចំកម្មវិធីខាងក្រុមសូមនេះសំណួរខ្ញុំវិញបើនេះគោលគំនិតខ្ញុំយល់ថាគឺដំណើររបស់នេះល្អជាងដំណើររបស់គូរីផងរបស់បាក់ផងនេះក៏ជាដំណើររបស់បាក់ដែរខ្ញុំយល់ថាដំណើររបស់នេះល្អហេតុអីថាអាដាមមានយោបល់មុនហ្នឹងថាបើសមាជិកសភាដែលជាដំណើរទីហ្នឹងមានអាដាមចង់និយាយថាដំណើរសមាជិកសភាមានឆន្ទៈបើគាត់ចិត្តហ៊ានរិះគន់អ្នកធំឬក៏យុរដ្ឋមន្ត្រីហ្នឹងអាដាមថាហ៊ានរិះគន់យ៉ាងតែហ៊ាននិយាយអីដល់ពិតជាល្អប៉ុន្តែគាត់អាចឈរបានឈរជាសមាជិកសភាឬក៏ជាដំណើររាជបានដោយសារតែមានការអនុញ្ញាតពីមេបកអញ្ចឹងបើមេបកហ្នឹងយកមកហើយឲ្យគាត់រិះគន់អាគាត់មើលថានេះតាហ៊ានមកស្ដារហាមរិះគន់ចាអត់ទេបងខ្ញុំសូមឆ្លើយកាត់បងសំទោសណាបងរាប់ប្រព័ន្ធណាមួយដែលទៅឈួរឈ្មោះគ្មានបកណាខ្ញុំតិចវិញមកតែប៉ុណ្្នឹងមកបានហើយវាអត់មានតែមានបកទៅដល់គោសមាជិកនេះហ្នឹងខ្លាចនេះជាងមានបកដែរមានប្រព័ន្ធគឺប្រព័ន្ធឯកតនាមឬក៏ប្រព័ន្ធឯកតនាមនៅក្នុងបកបងខ្ញុំប្រធានបកខ្ញុំចាត់តាំងឲ្យបងទៅឈរនៅមណ្ឌលខេត្តតាកែវជាឯកតនាមប្រកួតជាមួយនឹងបុគ្គលកមកពីបកមួយទៀតហ្នឹងហើយឯកតនាមបងប៉ុន្តែបងឆ្លើយតបជាមួយក៏ចង់សួរប៉ុន្តែខ្ញុំអត់សមត្ថគុំអាដាមបាននិយាយថាអាដាមថាជាតំណាងរាស្ត្រផងជាតំណាងបកផងចំណុចទី1ដែលគាត់ថាតំណាងរាស្ត្រគាត់ស្អាតលើលក្ខណៈអ្វីនេះអ្នកចាប់ច្បាស់របស់គ្នាណាតែគាត់យកអ្វីជាតំណាងរាស្ត្រចាប់មែនអត់ទី1គាត់និយាយថាណែនាំឲ្យប្រជាពលរដ្ឋស្គាល់តារាងនិងរូបថតតំណាងរាស្ត្រនៅក្នុងបញ្ជីយកទៅជូនប្រជាពលរដ្ឋឲ្យគាត់ស្គាល់តំណាងរាស្ត្រនេះហើយតំណាងរាស្ត្រឥឡូវនេះទីសម្ដីរបស់គាត់ណាសូមអ្នកទាំងអស់គ្នាលើកដៃកណាមើលស្គាល់តារាងតំណាងរាស្ត្ររបស់ខាងខ្លួនលើកដៃយកច្រឡំគាត់លើកដៃគាត់អត់បាននិយាយចឹងគាត់បាននិយាយចឹងយកច្រឡំខ្ញុំនិយាយក៏ប៉ុន្តែនៅក្នុងបកមួយយកបញ្ជីទៅបង្ហាញស្លឹកឆ្នោតឆ្លើយទៅបងនិយាយពីរឿងស្លឹកឆ្នោតដែលអត់មានរូបថតទៅលើស្លឹកឆ្នោតដូច្នេះបងយល់ហ្នឹងពាក្យថាតំណាងរាស្ត្រដោយបងនិយាយអញ្ចឹងទី1ខ្ញុំប្រៀបថាបញ្ជីហ្នឹងគឺមានរូបថតមាននេះបងមិនដែលឃើញបកណាមិនធ្វើខ្ញុំមិនដឹងទេណាក៏ប៉ុន្តែគណៈបកមានសិទ្ធិធ្វើដើម្បីយកទៅបង្ហាញប្រជាពលរដ្ឋនេះលក្ខណៈរបស់តំណាងរាស្ត្រលក្ខណៈរបស់តំណាងរាស្ត្រគឺត្រូវមានរូបថតឬក៏បញ្ជីឈ្មោះដែលគាត់យើងបាននិយាយឬគាត់បាននិយាយតែគាត់បញ្ជាក់ថាលក្ខណៈរបស់តំណាងរាស្ត្រឬរបស់បកនោះគឺមានបញ្ចូលឈ្មោះបញ្ជីទៅឲ្យប្រជាពលរដ្ឋពីព្រោះបកមានលេខ1ដល់លេខ10ឬលេខ11គាត់បានបញ្ជាក់ថានៅព្រៃវែងមាន11ទៅអីតើប្រជាពលរដ្ឋប្រមាណអ្នកដែលដឹងថាអាដាមបញ្ញរិទ្ធនៅលេខប្រមាណនៅលេខ1នៅលេខ1
ដល់ម៉ែនេះបាទ ប៉ុន្តែជាសំណួរបងចង់សួរថាម៉េច ចង់សួរអានេះសំខាន់ចេះពួកខ្ញុំអ្នកផ្សេងទៀតខ្ញុំអាចដឹងតបងមានយោបល់ច្រើនចឹងណាបងប៉ុន្តែយើងមកអញ្ចឹងយើងចង់ស្ដាប់ភាសារបស់ឯកឧត្តមខ្ញុំយល់ភាសាយើងពេលគេជើងបងជារៀបមិនបាយមានភាសាច្រើនអញ្ចឹងបងឲ្យសួរ question សួរបងមួយទីសំណួរឬដាក់សំណួរចំបាទសួរសំណួរដែរបាទឥឡូវសំណួរមួយទៀតដែលលោកថាតំណាងរាស្ត្ររបស់រដ្ឋាភិបាលអំណាចមានចំណុចខ្វះខាតដែលធ្វើរដ្ឋាភិបាលអនុវត្តផែនការអ្វីមួយមិនសម្រេចហើយខ្វះខាតមិនហ៊ានរិះគន់របស់រដ្ឋាភិបាលរបស់ខ្លួនឯងដែលខ្លួនជាតំណាងរាស្ត្រនៅក្នុងរដ្ឋាភិបាលក៏បាននិយាយមែនអត់បាទអាដាមខំវិស្នាដែលគាត់ទៅជាគណៈបកដែលជាតំណាងរាស្ត្រនៅក្នុងគណៈបកសំសិទ្ធឆ្នាំ2005បានរិះគន់ដែលបានរិះគន់គណៈបករបស់ខ្លួនដែលត្រូវគេដេញចេញបាក់តែអាដាមយល់អត់មែនអរគុណច្រើនដូចជាអត់មានសំណួរផងជាយោបល់ក៏ប៉ុន្តែខ្ញុំសូមសង្ខេបជូនទៅគាត់តិចបងណាមានរូបថតមានប្រវត្តិរូបមានបញ្ជីដាក់ទៅគូជបគូជបគេយកទៅបិទប្រកាសអូនណារបៀបដែលនីតិវិធីក្នុងការរៀបចំបញ្ជីបោះឆ្នោតបងអូនមិនថាអត់មានរូបថតទេមានគេដាក់ទៅហើយគេរៀបចំផ្សព្វផ្សាយហើយខ្លួនយើងផ្ទាល់ជាបេក្ខជនហ្នឹងបើមិនចុះទៅជួបរាជមិនចុះទៅបង្ហាញខ្លួនមិនចុះទៅនិយាយពីគោលនយោបាយទេនៅដេកចាំគេបោះឆ្នោតឲ្យទៅជាប់ហើយអានេះខ្ញុំជម្រាបជូនយើងដើរធ្វើដោយផ្ទាល់បាទអញ្ជើញបាទអរគុណដល់ខ្ញុំស្រួលខ្ញុំអត់ទៅតែទៅបងទៅតាក់ទងរឿងតំណាងនេះគឺតំណាងបាទខ្ញុំមកខ្ញុំឈ្មោះខំរកការមកពីសាកលវិទ្យាល័យខេត្តបាត់ហើយអ្វីដែលខ្ញុំចង់ដើរនៅតំណាងនេះតើតែនេះហ្នឹងគាត់មានចំណេះតាមតដើម្បីឲ្យអាញាមកគាត់ធ្វើរឿងមួយដែលល្អបើសិនជារៀបគ្រាន់តែមានបញ្ហាទីអត់មានបញ្ហាមួយថៃកម្ពុជាមានបញ្ហាមួយថៃអត់ថៃដល់សាទូថៃមកផ្លែតពងវ៉ាន់ថៃលោកស្រប100កម្ពុជាទៅផ្ទៃអានេះជាបញ្ហាផងថាខ្លួនយើងជាតំណាងនេះឬអត់រីហ្នឹងមានតួនាទីឆ្លងមើលតំណាងនេះអាដាមញ៉ាំបញ្ញត្តិថាតំណាងនេះគាត់មានតួនាទីឆ្លងមើលគ្រឿងថានេះគ្នាយើងជារាជក៏ត្រូវតែឆ្លងមើលតំណាងរបស់យើងបាក់គេជាតំណាងឲ្យបាក់សួរតើគណៈបាក់នេះគេឆ្លងមើលបេក្ខជនរបស់គេឯកឧត្តមសំស៊ីឯកឧត្តមទៅថាសម្ដេចហ៊ុនសែនក៏គាត់ឆ្លងមើលតំណាងរបស់គាត់ដែរថាតើហ្នឹងបំរើទូនាទីបាក់ល្អអញ្ចឹងដើម្បីឈានទៅដល់តំណាងនេះគាត់តែរៀនខ្លួនឯងស្គាល់ពីទូនាទីបោះឆ្នោតគូមកស្លាប់គូដើម្បីអីមិនគូដើម្បីសរងវិជ័យឬក៏គូដើម្បីអីទីទួទេឲ្យគណៈបកទាំងពីរហ្នឹងគណៈបកដែលឈ្មោះហ្នឹងមកធ្វើកិច្ចពិភាក្សាគ្នាតំណាងនេះដូចគ្នាមកទីបែបនេះបង្ហាញពីគោលនយោបាយរបស់ខ្លួនថាតើសម្រាប់អីនេះហើយគាត់ពីគាត់ហើយតើគោលនយោបាយគាត់មានហ្នឹងគាត់ធ្វើដើម្បីនេះទេអត់យើងអាចមានសិទ្ធិទម្លាក់គាត់5ឆ្នាំបើគាត់ធ្វើបានអាណត្តិក្រោយបាក់ទៅដល់គឺទាំងអស់ហ្នឹងសំខាន់គឺរឿងនេះទេហើយតំណាងឲ្យបាក់គិតថាខ្ញុំគិតថាបាក់គេមានរចនាសម្ព័ន្ធត្រឹមត្រូវហើយយើងគ្រប់គ្រងរបស់គេប្រកបជាល្អអញ្ចឹងខ្ញុំគិតថាតំណាងឲ្យបាក់ហើយយើងគុំបន្ទោតែតំណាងយើងហើយគឺតំណាងឲ្យបាក់ប្រជាពលរដ្ឋខ្លួនឯងបើសិនជាយើងឈោតជាម្ចាស់អំណាចអាចធ្វើទៅហើយសំណួរនេះខ្ញុំសួរថាតើតំណាងនេះហ្នឹងគួរខ្ញុំចង់ឲ្យមានប្រព័ន្ធបោះឆ្នោតមួយយើងដាក់ជាគាត់ជាចិត្តរបស់ខ្ញុំចង់ឲ្យមានដាក់ជាបែបភាពនៅចំស្លាកឆ្នោតហ្នឹងឲ្យតំណាងឲ្យបាក់ហ្នឹងហើយឲ្យប្រជាពលរដ្ឋហ្នឹងគូទៅលើបេក្ខជនហ្នឹងតែគាត់ស្រឡាញ់គ្នាយើងដាក់គណៈបកtheoសង្គ្រោះជាតិហើយដល់ញ៉ាំពលរដ្ឋបន្ទាប់មកហើយខេត្តបរិញ្ញាបន្ទាប់ហ្នឹងមកប្រជាពលរដ្ឋគូលើគណៈបកហ្នឹងក៏ប៉ុន្តែឈ្មោះបុគ្គលតែពេលដែលជាប់ឆ្នោតគណៈបកហ្នឹងមែនក៏ប៉ុន្តែបុគ្គលអ្នកជាប់ឆ្នោតនេះគេហៅថាប្រព័ន្ធចម្រុះដោយបងលើអ្វីដែលបងមានប្រសាសន៍មិញណាក៏ប៉ុន្តែខ្ញុំសុំបើកវងកញ្ចក់5នាទីបងណាសូមអធិស្ឋានតាមស្ដាប់មតិយោបល់ដែលបងចូលរួមទៅហាក់ដូចជានៅមានការសពិចសពិលថាឯកតនាមនិងបញ្ជីសមាមាត្រដូច្នេះបងត្រូវរៀនសិក្សាសាវតាឬនឹងឲ្យវែងឆ្ងាយបន្តិចប្រទេសកម្ពុជាកើតសង្គ្រាមសន្ធិសញ្ញាទីក្រុងប៉ារីចេញមកដំបូងគេឲ្យ2/3ដើម្បីឲ្យគណៈបកដែលជាប់ឆ្នោតអង្គុយតុធ្វើការជាមួយគ្នាគេហៅថាការផ្សះផ្សាជាតិពីព្រោះ50% បូក 1 អត់បានទេនឹងជាគោលបំណងនៃ2/3ដំបូងបន្តមកទៀតពីរឿងសមាមាត្រពីរឿងបោះឆ្នោតជាបញ្ជីខ្ញុំទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីគាត់និយាយពីរឿងមួយអស្ចារ្យមែនហើយដល់ហើយបានគេរំលឹកពីរឿងសន្ធិសញ្ញាទីក្រុងប៉ារីបានចាប់ផ្ដើមមើលទៅគេគិតជ្រៅមែនតើហេតុអីបានគេមិនរៀបចំឲ្យបោះឆ្នោតជាឯកតនាមភ្លាមពីព្រោះប្រទេសដែលចេញពីសង្គ្រាមហែកហួរស៊ីសាច់ហត់ឈាម
បើសិនណាឲ្យបោះជាឯកតនាមកាលពី93បងនឹងស្លាប់អស់ម៉ានទេស្លាប់អស់ច្រើនដែរបើបោះជាឯកតនាមគេមានការព្រួយបារម្ភមួយហៅថាអ្នកដែលមានអំណាចប្រើហិង្សាទៅបាញ់បេក្ខជនដល់ផ្ទះតែម្ដងបងបិទភ្នែកសម័យថយទៅក្រោយវិញ93ទៅប្រទេសយើងវាមិនណាគេទៅបាញ់បេក្ខជនដល់ផ្ទះហើយរកអ្នកឈ្មោះលេងបានតែម្ដងផ្ទុយទៅវិញបើគេបោះជាសមាមាត្រគេបាញ់បេក្ខជនមួយមានបេក្ខជនមួយទៀតបន្តឡើងទៅទៀតនេះជាជំរើសទី1ហៅថាចំណុចចាប់ផ្ដើមប្រជាធិបតេយ្យប្រទេសដែលចេញពីសង្គ្រាមដ៏ខូខូព្រៃផ្សៃហែកហួរគ្នាដំណាក់កាល10ឆ្នាំដំបូង91មក2001ផែនការមានតែមួយហើយតែមួយគត់និយាយពីស្បៀងអាហារថ្នាំសង្កូវពីព្រោះប្រទេសខ្វះខាតខ្លាំងមែនទែនស្បៀងអាហារថ្នាំសង្កូវផែនការ10ឆ្នាំទី2ពី2001រហូតមក2011គេនិយាយពីសិទ្ធិមនុស្សសិទ្ធិប្រជាធិបតេយ្យបងចាប់ផ្ដើមឃើញដឹងថាគេចាប់ផ្ដើមផ្សព្វផ្សាយពីសិទ្ធិមនុស្សពីឆ្នាំណាមកពិតប្រាកដដូច្នេះបងរៀនមើលប្រវត្តិសាស្ត្រនៃប្រទេសយើង10ឆ្នាំដំបូងគេនិយាយពីថ្នាំសង្កូវនិងចំណីអាហារ10ឆ្នាំបន្ទាប់គេនិយាយពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយ10ឆ្នាំទៅមុខទៀតនេះគឺគេនិយាយពីប្រជាធិបតេយ្យរឹងមាំតែម្ដងចំពោះខ្ញុំគំនិតដែលចង់ឯកតនាមមិនជាអាក្រក់ទេក៏ប៉ុន្តែត្រូវការដំណាក់កាលត្រូវការពេលវេលាទី1ចំណេះដឹងប្រជាពលរដ្ឋទី2ស្ថិរភាពសង្គមនិងសន្តិភាពពិតប្រាកដហើយបានគេរៀបចំឲ្យមានជាប្រព័ន្ធឯកតនាមដើម្បីរៀបចំជាប្រព័ន្ធឯកតនាមគេអត់បង្កើតមណ្ឌលទៅតាមខេត្តចឹងទៀតពីព្រោះវាធំពេកឯកតនាមកន្លែងខ្លះគេបង្កើតជាមណ្ឌលគេយក2ស្រុកផ្គុំធ្វើជាមួយមណ្ឌលឬក៏3ស្រុកផ្គុំធ្វើជាមួយមណ្ឌលតំណាងរាស្ត្រមាន2នាក់គឺទទួលបន្ទុកនៅក្នុងមណ្ឌលនឹងតែម្ដងដូច្នេះរាស្ត្រស្គាល់ច្បាស់ពិតប្រាកដច្រើនជាងតំណាងរាស្ត្រ11រូបសម្រាប់ខេត្តតែមួយពីព្រោះ11នាក់ទៅខេត្តតែមួយប្រជាពលរដ្ឋដូចនឹងពិបាកណាដូច្នេះពាក្យថាឯកតនាមដែលបងប្អូនលើកថាចង់ឲ្យរាស្ត្រស្គាល់រាស្ត្រនេះគេមាននីតិវិធីគេច្រើនណាស់បងគេបង្កើតទៅជាមណ្ឌលដូចសម័យសាធារណរដ្ឋគេប្រមូល3ស្រុកធ្វើជាមួយមណ្ឌលក្នុងមួយមណ្ឌលមានតំណាងរាស្ត្រ2រូបចំនួននោះមាន126តំណាងរាស្ត្របានន័យថាតំណាងរាស្ត្រ2រូបហ្នឹងគាត់ទទួលខុសត្រូវលើ3ស្រុកបោះឆ្នោតជាឯកតនាមដោយផ្ទាល់អ្នកណាឈ្នះបាន2នាក់បញ្ជូនមកដូច្នេះ2នាក់ហ្នឹងគាត់ធ្វើកិច្ចការនៅក្នុង3ស្រុកហ្នឹងដូច្នេះនីតិវិធីនៃការរៀបចំជាមណ្ឌលទៅតាមខេត្តទៅតាមស្រុកទៅតាមនេះគេសិក្សាលម្អិតច្រើនណាស់បងដូច្នេះការងារទាំងអស់នេះខ្ញុំយល់ពីអ្វីដែលបងចង់ឲ្យមានឯកតនាមឬក៏សមាមាត្រឬក៏ចម្រុះដែលវាទៅតាមកលៈទេសៈនិងពេលវេលាដែរសុំតវិស័យដល់មិនខ្ញុំចង់ឲ្យគេចូលជាអតិថិជនផ្សេងនេះបាទចម្រុះផ្សេងគាត់និយាយថាចូលសំណុំជាបបសមាជពីព្រោះយើងពីមុនមានសង្គ្រាមតែការបោះបន្ទុកគឺភាសាបាយអត់ផងស៊ីថាប្រទេសខ្មែរមានសុខសន្តិភាពមានសេរីភាពហើយតែយើងឥឡូវហ្នឹងពេលមានសេរីភាពមានសុខសន្តិភាពយល់តាមភាសាឲ្យដល់ផងស៊ីហើយហ្នឹងតែយើងគួរតែបដូរទៅជាបោះឆ្នោតប្រព័ន្ធឯកតនាមក៏ចម្រុះវិញដែរអូខេឥឡូវចម្លើយទៅបងដោយផ្ទាល់ឲ្យលឿនតិចបងណាសំណួរអក្សរកម្មនៅសល់ប៉ុន្មានភាគរយបងនៅប្រទេសដែលគេនិយាយពីប្រជាធិបតេយ្យដោយបោះឆ្នោតនេះសឹងតែគេអត់ធ្វើការឃោសនារបៀបស្រុកខ្មែរបងប្អូនគេផ្ញើគោលនយោបាយនេះដាក់ដើរចែកបបស្បត់ដើរហុចដោយផ្ទាល់គេយកទៅអានគេយកទៅគិតគេយកទៅសិក្សាពីព្រោះកម្រិតប្រជាពលរដ្ឋគេដល់កម្រិតមួយដល់ពេលបច្ចុប្បន្នអត់ទេបងអូនទាំងអស់នេះបងត្រូវសិក្សាមើលចំពោះខ្ញុំប្រហែលជានៅ10ឆ្នាំទៀតដើម្បីជំរុញកម្រិតជីវភាពប្រជាពលរដ្ឋផងកម្រិតចេះដឹងនៃបងប្អូនចាប់ផ្ដើមច្រើនឡើងដល់យុវជនចូលរួមផងចាប់ផ្ដើមយល់ពីប្រជាធិបតេយ្យពិតដែលខ្ញុំប្រើពាក្យប្រជាធិបតេយ្យពិតមិនមែនប្រជាធិបតេយ្យគៀងគរបច្ចុប្បន្នប្រជាធិបតេយ្យបោះឆ្នោតបងឆ្លើយឲ្យស្មោះត្រង់មួយគ្នាមើលបងរាជយើងនៅដូរសរងបិជែងឲ្យលុយមែនទេអត់មែនដូច្នេះបានន័យថាម៉េចកម្រិតនៃការយល់ដឹងប្រជាធិបតេយ្យពិតប្រាកដមិនទាន់ដល់ទេវាស្ថិតនៅក្នុងរឿងកាពះវាស្ថិតនៅក្នុងរឿងប្រជាធិបតេយ្យគៀងគរពាក្យថាប្រជាធិបតេយ្យគៀងគរខ្ញុំចង់បានបងប្អូនគ្រប់គ្រងខ្ញុំតោះខ្ញុំប៉ាវស្រាបៀអង្គរទៅជប់លៀងជួយគ្រប់គ្រងខ្ញុំមកទៅបានចំនួនស្លឹកឆ្នោតអាហ្នឹងគេហៅប្រជាធិបតេយ្យគៀងគរអត់ទេបងខ្ញុំចង់និយាយចេះទេចង់និយាយជាទូទៅតែពាក្យថាប្រជាធិបតេយ្យដែលកើតចេញពីប្រជាពលរដ្ឋដែលមានចំណេះដឹងឡើងម្ដងបន្តិចដែលមានជីវភាពឡើងម្ដងបន្តិចវាខុសគ្នាពីប្រជាពលរដ្ឋដែលមានចំណេះដឹងនិងមានកម្រិតជីវភាពនៅខ្វះខាតបានគេអនុញ្ញាតបានគេ
អាចធ្វើអភិជាតៃគៀងគោនឹងបានដោយសារកម្រិតជីវរដ្ឋយើងនេះ ការយល់ដឹងរបស់ជាប្រវត្តិនៅតែមានកម្រិតទៀតអញ្ចឹងខ្ញុំមិនដឹងថាពេលណាបានមាន អត់ទេបងទទួលស្គាល់ការពិតថាខ្មែរចេះអក្សរប្រមាណអត់ចេះអក្សរប្រមាណទេអត់បង ថាវានៅតែមានកម្រិតរហូតអញ្ចឹងណា ណ៎យើងត្រូវការរៀបចំប្រព័ន្ធយើង ពាំងស្នងវិស័យអីជំនឿតាំងនៅក្មេងតែខ្ញុំមិនដែលឃើញនៅទំពាំងត្រូវបានគេថែទាំយ៉ាងម៉េចបន្តយ៉ាងម៉េចអត់មានរបស់មានទៅពីសាច់ឲ្យមានសម្រាប់ពេលណាបានមានកម្រិត សុំសំណួរបងមើលឲ្យបងអាចខុសហើយខ្ញុំ សួរឲ្យដល់ខ្ញុំឈ្មោះផាសតែខ្ញុំចង់សួរសំណួរឲ្យដល់មិនមែនខ្ញុំសួរខ្ញុំចង់ទាញទៅចំណាប់អារម្មណ៍នៃអាដាមលើកឡើងអាដាមបានលើកឡើងថាអាដាមជាតំណាងបាក់ផងហើយក៏ជាតំណាងរាជដែរដោយតែអ្វីដែលអាដាមបានយល់ខាងដើមខ្ញុំនៅតែមានអារម្មណ៍ថាអាដាមគឺជាតំណាងបាក់ច្រើនជាងតំណាងរាជហើយតែមកខ្ញុំលើកដូច្នេះខ្ញុំអាចទាញជាទីហោអំពីអ្វីដែលសកម្មភាពរបស់គណៈបក្សសង្គ្រោះជាតិកន្លងមកតែតិចខ្ញុំលើកប៉ុន្តែខ្ញុំចង់សួរអាយដាមថាចេះអាយដាមបានលើកឡើងថាទួលនីតិរបស់តំណាងរាជមានសិទ្ធិអាយដាមបានលើកឡើងទៅនិយាយទៅពីសិទ្ធិនេះសិទ្ធិនោះសិទ្ធិនេះសិទ្ធិនោះតើអាយដាមយល់ថាតើវាគឺជារឿងដែលគួរឲ្យទាស់ភ្នែកដែរទេនៅក្នុងប្រព័ន្ធនៃការដឹកនាំសង្គមបែបនេះនៅពេលណាដែលតំណាងរាជមានត្រឹមតែសិទ្ធិប៉ុន្តែគ្មានអំណាចដើម្បីដាក់កំហិតទៅរាល់មន្ត្រីរដ្ឋាភិបាលណាដែលធ្វើខុសទូនីតិឬក៏ដើរហួសពីរបបនយោបាយដែលក្នុងនាមថាតំណាងរាជត្រូវទៅឃ្លាំមើលមន្ត្រីយ៉ាងហ្នឹងពីព្រោះរដ្ឋាភិបាលក៏ដោយតំណាងរាជក៏ដោយតំណាងបកក៏ដោយគឺសិទ្ធិចាយលុយរបស់ប្រជាជនទាំងអស់ប៉ុន្តែសួរថាដូចជារឿងថ្មីរបស់អាដាមជាមួយនឹងអាដាមហងជួនអរអញ្ចឹងក្រោយពីអាដាមសួរអាដាមហងជួនអរយូរហើយតើជាលទ្ធផលអាដាមបានអីឧទាហរណ៍ថាអាដាមមានសិទ្ធិក៏ហៅអាដាមហងជួនអរមកសួរអូខេសួរ1 2 3ប៉ុន្តែក្រោយពីសួរហើយខ្ញុំជំរាប ឃើញដឹងថាការអប់រំនោះវាចឹងចុះអាដាមមានវិធានការស្អីដើម្បីធានារឿងហ្នឹងថាត្រូវតែអាចទម្លាក់អាដាមហងជួនអរនឹងបានហ្នឹងមួយទៀតអាដាមលើកឡើងខ្ញុំចង់បញ្ជាក់បន្តិចថាពាក្យថាតំណាងរាស្ត្រមិនមែនមានតែតំណាងដែលអង្គុយនៅក្នុងសភានោះទេមានទាំងពីភូមិឃុំស្រុកខេត្តគឺមានមកច្រើនប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអ្វីទៅដែលហៅថាជាតំណាងបកសូម្បីតែមេភូមិមេឃុំក៏បកចាត់តាំងដែរសូម្បីតែជាមនុស្សដែលនៅក្នុងសហគមន៍នោះតាមពិតគឺត្រូវតែជាអ្នកដែលមានការទទួលខុសត្រូវផ្ទាល់ជាមួយប្រជាជននេះប៉ុន្តែហេតុអីបានជាបកចាត់តាំងវាសបញ្ជាក់ឲ្យឃើញថាគឺពួកគាត់គឺជាតំណាងបកពាក្យថាតំណាងរាស្ត្រវាត្រូវតែមានយន្តការមួយដែលពួកគាត់អាចជ្រើសចេញពីរាស្ត្រមិនមែនជាបកទេបកមូលដ្ឋានបាទជ្រើសចេញពីបកគឺចង់និយាយថាដូចជាអាដាមបាទដូចជាអាដាមតំណាងរាស្ត្រផ្សេងទៀតខ្ញុំនៅតែមានការគិតថានៅប្រទេសកម្ពុជាយើងគឺអាដាមនិយាយថារឿងអីក៏ចិត្តកើតមានដែរផ្លែផ្លែរឿងផ្លែណាតាមជាការយល់របស់ខ្ញុំគិតថាពេលដែលបោះឆ្នោតហើយសម្រាប់សម្រួលថាអ្នកជាប់ជាតំណាងរាស្ត្រហើយតាមពិតនោះវាគ្មានទូនាទីបាក់អីទៅនៅក្នុងនោះទេប៉ុន្តែជាក់ស្ដែងសួរហេតុអីបានជាត្រូវនិយាយបាក់នៅពេលដែលអាដាមទទួលបានសម្លេងគ្រប់គ្រងពីរាជហើយលើកជាឧទាហរណ៍ថ្មីអាដាមកំសខាគាត់គឺជាអនុប្រធានរបស់សភាប៉ុន្តែពេលដែលគាត់ទៅធ្វើវេទិកាហេតុអីបានជាគាត់ឃោសនានិយាយថាអាណត្តិក្រោយគណៈបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោតក្នុងនាមគាត់ជាអនុប្រធានបក្សសង្គ្រោះជាតិឬក៏គាត់ទៅជួបប្រជាជនក្នុងនាមជាតំណាងរាស្ត្រក្នុងនាមជាអនុប្រធានសភាបាទសូមអរគុណច្រើនសូមបងអានលើកដំណំរបស់តែជំរាបសួរពូខ្ញុំជានិតិការពេលខ្ញុំចូលរួមកម្មវិធីខ្ញុំតែងតែហៅពូព្រោះខ្ញុំហៅអាដាមដូចជាស្និទ្ធដូចជាស្មារតីចាអីពេលខ្ញុំបាននៅក្នុងវេទិកាតុកមួយរបស់យើងខ្ញុំសង្កេតឃើញថាពេលដែលខ្ញុំបានចូលរួមក្នុងការជជែកម្ដងគឺយើងមានការជំរុំចម្រាស់គ្នាខ្ញុំចង់សូមយោបល់បន្តិចតាមចំណុចហ្នឹងចង់ផ្ដល់ថាពេលដែលយើងមកផ្ដល់ជាយោបល់របស់យើងកុំចង់ឲ្យពូឬក៏អ្នកដទៃហ្នឹងឆ្លើយ yes ជាមួយអាគំនិតដែលយើងនិយាយចេញណាបើសិនជាឆ្លើយ yes អញ្ចឹងវាពហុមតិវាអត់មានតម្លៃទៅវិញទេ
ចឹងមានថាមុននឹងយើងឆ្លើយសំណួរមុននឹងយើងសាកសួរសំណួរអីចឹងយើងត្រូវដឹងថាជាទស្សនៈរបស់យើងអញ្ចឹងប៉ុន្តែអ្នកឆ្លើយសំណួររបស់យើងមិនប្រកាសថាដូចអ្វីដែលយើងចង់បានទេអញ្ចឹងធ្វើចិត្តឲ្យទូលាយដកដង្ហើមមកវែងហើយសូមយើងសួរសំណួរទៅយើងអត់សូវខ្វែងគ្នាតើអ្នកពេលណាសួរចប់អ្នកសួរបន្តអញ្ចឹងទៅហើយខ្ញុំគិតថាទស្សនៈរបស់ខ្ញុំផ្ទាល់ទាក់ទងនឹងតំណាងរាស្ត្រឬក៏តំណាងបកក្នុងនាមខ្ញុំជាអ្នកនិស្សិតមួយរូបមិនទាន់ជាអ្នកនយោបាយឬក៏អ្នកតំណាងបកនយោបាយទេខ្ញុំគិតថាវាអាស្រ័យទៅលើបុគ្គលម្នាក់វាអាស្រ័យទៅលើស្ថានភាពនយោបាយនៅក្នុងស្រុករបស់យើងផងដែរបរិបទយើងបច្ចុប្បន្នទោះបីជាយើងនិយាយថាប្រទេសយើងប្រជាធិបតេយ្យសេរីពហុបកនៅក្នុងរដ្ឋធម្មនុញ្ញក៏ពិតមែនប៉ុន្តែអំណាចគឺវានៅប្រមូលផ្ដុំខ្ញុំសូមនិយាយវាថាអំណាចវានៅលើបុគ្គលម្នាក់ជាក់ស្ដែងខ្ញុំនិយាយឧទាហរណ៍ថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនសប្តាហ៍ថ្ងៃនេះបើគាត់និយាយថាម៉េចគឺទៅអញ្ចឹងហើយព្រោះអំណាចវានៅលើបុគ្គលម្នាក់អញ្ចឹងអ្នកដែលនៅក្រោមជាមន្ត្រីធម្មតាហ្នឹងទៅចង់សម្រេចមិនចង់រិះគន់មិនក៏វាអត់ប្រយោជន៍ដែរព្រោះគាត់អត់ព្រមធ្វើហើយជាគាត់មានផលវិបាកសម្រាប់ខ្លួនគាត់ក្រុមគ្រួសារគាត់ឬបកពួករបស់គាត់ឬក៏គាត់និយាយឲ្យខ្លីទៅស្រឡាញ់អំណាចខ្លាំងដល់កម្រិតមួយថាបើអត់អំណាចគឺងាប់ស្លាប់អញ្ចឹងខ្ញុំគាត់តែជាយោបល់ថាតំណាងរាស្ត្រក្តីតំណាងបកក្តីបើគិតខ្ញុំចាំពាក្យរបស់ Lee Kuan Yew មេដឹកនាំរបស់សង្ហបុរីគាត់ថាមិនខ្វល់ថា no matter it is democracy or communist មិនខ្វល់ថាជាប្រជាធិបតេយ្យឬកុម្មុយនីសឯពិសេសគឺធ្វើយ៉ាងណាគាត់ដឹកនាំឲ្យប្រទេសរបស់គាត់បានចម្រើនលូតលាស់ធ្វើក្នុងនាមបំរើផលប្រយោជន៍ជាតិមេដឹកនាំគឺជាអ្នកមេដឹកនាំឬអ្នកនយោបាយជាអ្នកធ្វើដើម្បីផលប្រយោជន៍ជាតិហើយសូមឲ្យយើងបើកចិត្តទូលាយទាំងអស់គ្នាទៅជជែកគ្នាទៅព្រោះ one cook cannot satisfy everybody អញ្ចឹងម្នាក់ចុងភៅម្នាក់មិនអាចតម្រូវចិត្តយើងអ្នកញ៉ាំគ្រប់គ្នាបានទេអញ្ចឹងបើយើងចង់ផ្ដល់យោបល់ឬតាមទស្សនៈយើងខ្ញុំគាត់ថាបើកចិត្តឲ្យទូលាយជជែកគ្នាទៅសង្គមខ្មែរយើងត្រូវការមនុស្សអញ្ចឹងព្រោះយើងអត់ទាន់មានទេអញ្ចឹងយើងមានតែជជែកម៉ាំងទៅម៉ាំងមកបើអញមានកំភ្លើងអញមានអាវុធអញដាក់ទៅខាងក្រោយនិយាយល្អសិនតែនិយាយត្រូវដាក់ close អញ្ចឹងណាអញ្ចឹងជាទស្សនៈខ្ញុំដូចជាមិនមានសំណួរទេខ្ញុំបាទឈ្មោះយឹមសានិរៀនមកពីខេត្តកំពង់ធំសូមបញ្ចប់ប៉ុណ្ណឹងជំរាបសួរអាដាមជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះលីបេឡាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំចង់សួរអាដាមមួយសំណួរដោយអាដាមបានមានប្រសាសន៍ថាអាដាមគឺជាតំណាងបកផងជាតំណាងរាស្ត្រផងហើយធម្មតាជាតំណាងបកឬគាត់តែងតែធ្វើនយោបាយនិយាយពីគោលនយោបាយរបស់គាត់ទៅកាន់វិជារាស្ត្រដើម្បីទទួលការគ្រប់គ្រងហ្នឹងគឺជាផលប្រយោជន៍របស់បកហើយខ្ញុំឃើញថាការបោះឆ្នោតកន្លងមកគឺប្រជារាស្ត្រយើងជាច្រើនបោះឆ្នោតដោយសារតែគាត់មិនពេញចិត្តនឹងគោលនយោបាយរបស់បកកាន់អំណាចសពថ្ងៃអញ្ចឹងបានគាត់បោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិហើយខ្ញុំចង់សួរទៅអាយដាមថាតើតំណាងរាស្ត្រមួយមកដល់ពេលនេះតើគាត់បានធ្វើអ្វីខ្លះហើយដើម្បីជាគុណសម្បត្តិដល់ប្រជារាស្ត្រដែលគាត់បោះឆ្នោតឲ្យហើយសម្រាប់ការបោះឆ្នោតអាណត្តិក្រោយវិញតើគាត់នឹងមានយន្តការធ្វើបែបណាទៀតដើម្បីទាក់ទាញយកការគ្រប់គ្រងពីប្រជាពលរដ្ឋថែមទៀតអរគុណសូមអរគុណអាដាមគាត់ស្រែសិនចំពោះបងអូនដែលលើកថាតំណាងរបស់រាស្ត្រមិនមានតែតំណាងរាស្ត្រនៅសភាហ្នឹងខ្ញុំឯកភាពទាំងស្រុងប៉ុណ្ណាពីព្រោះមេភូមិក៏ជាតំណាងរាស្ត្រក្នុងភូមិមេឃុំក៏ជាតំណាងរាស្ត្រក្នុងឃុំដែរក៏ប៉ុន្តែដោយសារប្រធានបទថ្ងៃនេះនិយាយពីតំណាងរាស្ត្រសមាជិកសភាអញ្ចឹងបានខ្ញុំនិយាយតែពីតំណាងរាស្ត្រក្នុងសភាប៉ុន្តែខ្ញុំក៏ដឹងដែរតំណាងរាស្ត្រនៅតាមភូមិតាមឃុំតាមស្រុកតាមខេត្តគឺមានគ្រប់លំដាប់ឋានៈចំណុចមួយទៀតដោយបងមានប្រសាសន៍ថាមានត្រឹមតែសិទ្ធិកំតែចូលដល់ចំណុចហ្នឹងយើងត្រូវការទៅជែកគ្នាវិញឆ្ងាយអ្វីទៅអំណាចនីតិបញ្ញត្តិអ្វីទៅអំណាចនីតិប្រតិបត្តិអ្វីទៅអំណាចតុលាការអំណាចនីតិបញ្ញត្តិក្នុងនាមជាគណៈបកប្រឆាំងក្នុងនាមជាអ្នកតំណាងរាស្ត្រដែលមិនមានកាន់រាជរដ្ឋាភិបាលដូច្នេះ
គណៈបកដែលមានអាសនៈច្រើននៅសភាគេរៀបចំគោលនយោបាយរបស់គេអនុវត្តគោលនយោបាយរបស់បកគេដល់យើងដែលជាតំណាងរាស្ត្រនៅគណៈបកប្រឆាំងមានតួនាទីក្នុងនាមជាអ្នកតំណាងរាស្ត្រមានសិទ្ធិស្នើសុំថាធ្វើនេះមិនត្រឹមត្រូវធ្វើនេះគួរធ្វើអញ្ចេះគួរធ្វើអញ្ចោះគេមានសិទ្ធិឆ្លើយត្រឡប់មកវិញនេះជាគោលនយោបាយរបស់យើងជាអ្នកកាន់អំណាចយើងអនុវត្តគោលនយោបាយរបស់យើងដែលបានប្រាប់ពីមុនមកជាសិទ្ធិរបស់គេដែរបងនៅគ្រប់ប្រទេសទាំងអស់គណៈបកដែលឡើងទៅកាន់រដ្ឋាភិបាលដែលមានសម្លេងភាគច្រើននៅសភាគេអនុវត្តតាមគោលនយោបាយរបស់គេយើងដែលមិនទៅកាន់អំណាចយើងរិះគន់ដោយសារធ្វើនេះមិនត្រឹមត្រូវមិនល្អជាសិទ្ធិរបស់យើងក៏ប៉ុន្តែគ្មានអំណាចណាមួយដែលយើងទៅហៅថាឲ្យគេត្រូវទៅធ្វើតាមខ្ញុំគោលនយោបាយរបស់ខ្ញុំអត់អាចទៅចឹងរួចទេពីព្រោះតួនាទីភារកិច្ចរបស់យើងត្រូវមានកម្រិតដើរតួបានត្រឹមប៉ុន្មានដូច្នេះមិនមែនអាចតែយើងចេះតែមានសិទ្ធិគ្រប់ផ្នែកទៅកកោគ្រប់ផ្នែកបានទេនរណាជាប្រតិបត្តិកគឺនីតិប្រតិបត្តិជាប្រតិបត្តិកជាគណៈបកដែលមានសម្លេងច្រើនក្នុងសភាដូច្នេះគេអនុវត្តតាមគោលនយោបាយរបស់គេបងសួរថាលទ្ធផលខ្ញុំទៅជម្រាបជូនឲ្យមិនមិញទី1សិក្សាស្រាវជ្រាវរបាយការណ៍ជើញមកសួរមកឆ្លើយបំភ្លឺរៀបចំចុះទៅមើលផ្ទាល់ចងក្រងឯកសារផ្សព្វផ្សាយធ្វើសិក្ខាសាលាពយល់ថាកង្វះខាតមានចំណុចនេះមួយបន្ទាប់មកទៀតនឹងដាក់ជាអនុសាសន៍ទៅដល់រដ្ឋាភិបាលឲ្យគេយកទៅគិតពិចារណាមិនមែនបានន័យថាខ្ញុំរកឃើញត្រូវតែធ្វើអញ្ចេះតាមខ្ញុំគេនឹងឆ្លើយមកវិញចាំលោកឯងឈ្នះសិនទៅនឹងប្រជាធិបតេយ្យបងពីព្រោះតើយើងទៅកាន់រដ្ឋាភិបាលបានយើងមានសិទ្ធិអំណាចទៅអនុវត្តគោលនយោបាយរបស់យើងគេឈ្នះគេកាន់រដ្ឋាភិបាលគេអនុវត្តគោលនយោបាយរបស់គេដូច្នេះលទ្ធផលដែលបងសួរខ្ញុំឆ្លើយបានលទ្ធផលអីលទ្ធផលដូចខ្ញុំជម្រាបជូនអញ្ចឹងនឹងចេញមកជាអនុសាសន៍នឹងចេញមកជាអ្វីដែលយើងចងក្រងកង្វះខាតហើយយើងបន្តការងារនឹងទៅមុខទៀតដើម្បីយកមកសិក្សាកែលម្អរៀបចំកម្មវិធីគោលនយោបាយឲ្យកាន់តែល្អឡើងសម្រាប់ទៅអនាគតនោះទី1ទី2លទ្ធផលប្រហែលជាមិនជីសេះលេងដែរដូចមុនប្រហែលជាមិនមកជួបគណៈកម្មការទី7គ្រាន់តែមកភាសាកាហ្វេជុំគ្នាអរគុណច្រើនជំរាបលាពីព្រោះមកទៅជ័យគ្នាមែនទេមកសួរដេញដោលមែនទេនេះជារបបនយោបាយមួយចំណាយតម្រង់ធំណាស់បងនឹងខ្ញុំចង់ជំរាបជូនទ្វារសភាមិនដែលបើកចឹងទេទើបតែចាប់ផ្ដើមបើកពិតប្រាកដប្រហែលខែនេះទេទាំងដំណើរការគណៈកម្មការទាំង10ទាំងដំណើរការទស្សនកិច្ចសិក្សាសភារបស់យុវជនពីមុនមកអត់មានចឹងទេទាំងអស់នេះគឺជាការចូលរួមចំណែកជាលទ្ធផលដែលយើងកំពុងតែឲ្យបងប្អូននិស្សិតយុវជនយើងហ្នឹងចូលរួមឲ្យឃើញដំណើរការនៃរដ្ឋសភាហើយនឹងតាមដានការងាររបស់គណៈកម្មការទាំង7បងអាចសង្កេតឃើញបានភ្លាមគណៈកម្មការទាំង10ឃើញដំណើរការដល់គណៈកម្មការ5ដែលបកសង្គ្រោះជាតិជាប្រធាន5ទៀតដូចជាមិនទាន់ឃើញហៅរដ្ឋមន្ត្រីណាមួយមកសួរពីព្រោះដឹកនាំដោយគណៈបកកណ្ដាលអំណាចណាលទ្ធផលបងយកមកប្រៀបធៀបពីហ្នឹងទៅឃើញភ្លាមដាច់ភ្លាមលទ្ធផលចាប់ផ្ដើមមានដំណើរការវាមិនហើយលទ្ធផលជាក់ស្ដែងប្រហែលជាខ្ញុំយល់សំណួរបងថាចង់ឲ្យឃើញលទ្ធផលជាក់ស្ដែងចេញភ្លាមមកតែម្ដងប្រកបពជាគេអនុវត្តតាមនេះតំណងគេអត់ធ្វើបែបហ្នឹងទេក្នុងការគ្រប់គ្រងប្រទេសគេអត់ធ្វើបែបចឹងទេពីព្រោះយើងចែកដាច់ច្បាស់ណាស់អំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការអាស្រ័យលើបុគ្គលអំណាចប្រមូលផ្ដុំជាទស្សនៈដែលបងមានយោបល់ទាំងបាញ់មិញនេះដោយគ្រាន់តែជាគំនិតយោបល់របស់គាត់ទេមិនមែនអីជាសំណួរទេហើយតំណាងរាស្ត្រនីមួយៗបានធ្វើអ្វីខ្លះហើយតើនៅអាណត្តិក្រោយមានកម្រងអីខ្លះការពិតតំណាងរាស្ត្រកំពុងតែបំពេញការងារច្រើនណាស់បងនៅក្នុងគណៈកម្មការកិច្ចការនីតិបញ្ញត្តិក៏ប៉ុន្តែសំណួរសួរថាសូមឲ្យបងប្អូនចូលរួមចំណែកចូលមើលទៅក្នុងគេហទំព័ររបស់សភាតើតំណាងរាស្ត្រនឹងមានដំណើរការវាមិននៅដាក់មិនតាន់អស់ទេពីព្រោះទៅតែឥឡូវទេដែលយើងទៀមទាថាត្រូវឲ្យផ្សព្វផ្សាយទាំងអស់ពីសកម្មភាពក្នុងសភាទើបមកចាប់ផ្ដើមមានដាក់ខ្លះនៅយឺតយ៉ាវដូច្នេះពេលដែលបងចូលទៅបងអាចឃើញថាដំណើរការអីខ្លះរបស់តំណាងរាស្ត្រនីមួយកិច្ចការនយោបាយក្នុងនាមជាអ្នកតំណាងរាស្ត្រទៅអាណត្តិក្រោយខ្ញុំគ្រាន់តែចង់និយាយថាជាគោលនយោបាយត្រូវការសិក្សាគិតគូរជាប្រចាំពីព្រោះมันអាចគោលនយោបាយមួយតែង5ឆ្នាំហើយ5ឆ្នាំក្រោយនៅតែដដែលវាមិនអាចមានពីព្រោះវាមានការផ្លាស់ប្ដូរមានការវិវត្តនៃសង្គមមានការវិវត្តនៃបច្ចេកវិទ្យាមានការផ្លាស់ប្ដូរទៅមុខពីបរិបទសង្គមបរិបទសេដ្ឋកិច្ចបរិបទបច្ចេកវិទ្យាដូច្នេះគោលនយោបាយនីមួយៗគេនឹងកែតម្រូវរៀបចំឲ្យទៅតាមការវិវត្តនៃសង្គមដែរដូច្នេះគោលនយោបាយនេះយើងប្រកាសជាសិក្សាស្រាវជ្រាវរៀបចំដើម្បីបញ្យល់ពីគោលជំហររបស់យើងហើយដល់នៅសល់សំណួររបស់លោកខាងនេះមួយទៀតគាត់ថា
គាត់នៅតែមិនឆ្ងាយពីរឿងតំណាងនេះនឹងតំណាងបាក់អីគាត់ថាឧទាហរណ៍ថាអារម្មណ៍សំខាន់ដែលគាត់ជាសំទោសប៉ុន្តែគាត់ទៅឃោសនាគាត់នៅនិយាយថាគណៈបកសង្គ្រោះជាតិនឹងជាប់ឆ្នោតនៅអនាគតអញ្ចឹងសូមអារម្មណ៍តិចសំណួរហ្នឹងពេលដែលគាត់ចុះទៅជួបមួយប្រជាប្រដ្ឋក្នុងនាមជាអនុប្រធានគណៈបកសង្គ្រោះជាតិមិនមែនជាវេទិកាសភាទេដូច្នេះត្រូវចែកឲ្យដាច់ទៀតតែជាវេទិកាសភាជាសភាអ្នករៀបចំគាត់ទៅក្នុងនាមជាអនុប្រធានរដ្ឋសភាឬមួយក៏ជាវេទិកាតំណាងរាស្ត្រនិងម្ចាស់ឆ្នោតដែលគណៈបកសង្គ្រោះជាតិរៀបចំអញ្ជើញថ្នាក់ដឹកនាំគ្រប់នានាការអញ្ជើញប្រជាប្រដ្ឋគ្រប់នានាការចូលរួមដូច្នេះជាកម្មវិធីដែលវេទិកាអ្នកតំណាងរាស្ត្រនិងម្ចាស់ឆ្នោតមិនមែនជាវេទិកាសភារៀបចំដើម្បីឲ្យអនុប្រធានសភាទៅនិយាយទេដល់ចឹងទៅគាត់និយាយក្នុងនាមជាអនុប្រធានគណៈបកបាទបន្ទាប់ពីខ្ញុំបានស្ដាប់ការកិច្ចពិភាក្សាខ្ញុំសង្កេតឃើញថាបងប្អូនយើងនៅទីនេះមួយចំនួនគាត់ដូចចង់ឲ្យមានការបោះឆ្នោតតាមបែបឯកតញ្ញូហើយខ្ញុំយល់ថាយោបល់នេះល្អប៉ុន្តែខ្ញុំចង់សួរថាតើបុគ្គលដែលជាឯកតញ្ញូនឹងអាចដោះស្រាយអ្វីបានឧទាហរណ៍បុគ្គលនោះកើតឡើងពីការបោះឆ្នោតដែលឯកតញ្ញូហើយគាត់បានទៅចុះមើលបញ្ហាប្រជាពលរដ្ឋស្វែងរកប្រភពនៃបញ្ហាស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋគាត់មានយន្តការរបស់គាត់បន្តមកទៀតគាត់ចង់តាក់តែច្បាប់មួយដែលគ្រប់គ្រងដល់បញ្ហារបស់ប្រជាពលរដ្ឋដែលការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះតើបើខ្លួនគាត់តែម្នាក់ហ្នឹងដែលយកតាមនីតិវិធីដើម្បីអនុម័តច្បាប់មួយបានតើមានសម្លេង 50% បូក1នេះក្នុងសភាដូច្នេះតើគាត់តែម្នាក់ហ្នឹងតើគាត់អាចជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋទេហើយឧទាហរណ៍មួយទៀតបើសិនថាចង់ឲ្យមានការបោះឆ្នោត6ខែម្ដងវាល្អដែរប៉ុន្តែឧទាហរណ៍ថាគាត់ជាបុគ្គលឯករាជ្យជាបុគ្គលឯកតញ្ញូតែគាត់មានគ្នាតែម្នាក់ឯងឬក៏មានតែប្រមាណអ្នកហ្នឹងតែការចង់ដូររដ្ឋធម្មនុញ្ញពីបោះឆ្នោត5ឆ្នាំមក6ខែត្រូវការសម្លេងរហូតដល់2/3តើគាត់តែម្នាក់ហ្នឹងអាចផ្លាស់ប្ដូរការបោះឆ្នោតឬក៏ដោះស្រាយអីបានដែលជាដងកំភួនសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋអត់អានោះខ្ញុំចង់ស្វែងរកប៉ុណ្ណឹងបាទសូមជម្រាបពីហើយបងជើងពីរាស្វែងរកដោយសារថ្ងៃនេះយើងនិយាយភាសាអង់គ្លេសការសមាជិកសភាជាភាសានេះគឺតំណាងបាត់ទៅពេលហ្នឹងខ្ញុំអត់ទាន់មានអារម្មណ៍ជាក់ស្ដែងគឺថាបើថាតំណាងនេះជាតំណាងបាត់គឺថាវាមានភាពទីបន្ទងវាបើសិនតំណាងនេះផងតំណាងបាត់ហើយកាលណាគាត់ធ្វើអីខុសពីបាក់ចង់បានពីមេបាក់ចង់បានគឺគាត់ត្រូវបានប្រដេញចេញបាក់ជាក់ស្ដែងថាជាបច្ចុប្បន្នជាអ្នកស្រីអ្នកសុភាពណាតែគាត់ធ្វើការនេះធ្វើទៅកាន់មេបាក់គឺអាដាមសំយ៉ាងស៊ីដែលគាត់មានរឿងអាស្រ័យពីរឿង20-30ដុល្លារទទួលបានពីគណៈបព្វជិជនណាគឺគាត់ប៉ះទៅលើមេបាក់អញ្ចឹងគាត់ត្រូវបានមានចេញអញ្ចឹងគឺថាអ្នកដែលតំណាងទីហោតំណាងសហជីពកម្មករក៏គាត់បន្តវ៉ាដើម្បីឲ្យកែខណ្ឌកជំនិចឲ្យកម្មករនេះមានទទួលបានការងារសមស្របអញ្ចឹងគាត់ទៅឈរទៅលើតំណាងកម្មករហ្នឹងដល់ពេលចាក់ស្ដែងវិញថាតំណាងនេះក៏តំណាងបាក់ផងវាអាចឆ្លាស់ព្រោះអីវាមានជាផលប្រយោជន៍ទីផ្ទាល់គ្នាកាលណាធ្វើទៅវាប៉ះប្រចាំបាក់គឺដាច់ខាតអត់ត្រូវបាននេះបានអញ្ចឹងតែចង់នេះចង់បកទៅបងខាងនោះមិនគាត់ថាដូរទៅជាបុគ្គលឯកតញ្ញូមិនល្អប៉ុន្តែឯកតញ្ញូល្អវិញប៉ុន្តែមានជាបុគ្គលអាចធ្វើឲ្យបាននេះគឺថាអាចដែរនេះគឺអាចទូម្នាក់ឯងទេប៉ុន្តែដោយសារយើងម្នាក់យល់ជាប្រវត្តិយល់ពីសារៈសំខាន់សារៈប្រយោជន៍នៃបុគ្គលឯកតញ្ញូយើងអាចធ្វើការងារទាំងអស់គ្នាបានម្នាក់ទៅប៉ុន្តែច្រើនគ្នាយើងទាំងអស់គ្នាអាចធ្វើបានជើងបងសូមសួរai đó mang coi ra đồng nang đi phố hay đồng nang bạc hồn chứ mà này tha đồng nang đi một nén lớn từ tôi tam tham kẹo đi phố nói tôi tam tham kẹo bạc hồn bạc cho người tôi mất từ trần rồi cho cây ná để cho cây này ấy riêng rồi thì cho cây ná để cho cây này con tay cái chẹt này để ốp bị cà phê nhưng mà chẳng nắm bắt tay để tôi ngày đó không biết này có trên là lấy thay về chứ mà lấy ta có thử đi vừa tam ai đó thật riêng con bạc con nhất là ở ai đó không sát được riêng thở ở thét để ở chóp ấy và ở chóp ở đẹp con tay đi chặt này ai đó không snap thở quán kia từ lẹt cái đây trên mặt hỏi riêng mình đang cổ chấm số đa
tớ riêng phong bạc con giảm bệnh là riêng phong bạc con giảm bệnh như anh miên thêm đặt trở lại cụ thể là nhóm chia đồng nang bỏ con pin nhẹ chắc nhóm thật ra con pin nhẹ nhưng có thang anh từ nam sẽ bom này đến anh từ về chứ thằng thương mùi nè chắc ta ngờ nô lại nấu như trong sau chúng ta buổi nay là những thử do để cho chuyện để những thử ăn do chị cô ca bạc loa ai đó mà chạy tôm nó ngủ nó hay lắm ta ôi con hà lo tha tập ai đó biết chim vậy trong tới đồng năng đi con bắt có mà nó cứ chỉ bằng can thả năng lo còn cái mình thêm chỉ bộ vào mình thêm chắc này chứ cái đó ai đó tôi bị làm bà đấy là người đi ô đi được họ mà đâm có đồng chân thương là cái mà hai bữa tiên ai đó xong xì có làm ăn chơi mua thì bay Việt Nam đi tê còn cái đọc đi khỏi quá nào tháo vài đồ ai đó xong xí ơi chứng nhiên bay Việt Nam đi hết đặt ở độ quan đi quan chạy bình nhưng mà đây thay cái cho hơi ở đi nó cho hơi lại đóng xong xí hơi tăng trang tiệm bỏ qua còn tái thì đâu qua đây nó đâm có đâm để chọn cùng người này là sport nhưng mà đây thay cho ai đâu mình chạy nào ta thử vô thằng này của đấy đi bộ vào chứ mới thử vô cho đồng nào đi mó được mà chứ mà bom này có thằng thử viên hỏi viên là ta có trong